សួស្តីអ្នកគ្នាចឹងនេះខ្ញុំលើកយកតងហមរឿងទីដើម្បីចែកជូនគ្នាយើងទស្សនាដែលរឿងណាទៅចេញបាន3ភាគទេចាំមិនយកទៅកាន់សាច់រឿងរបស់យើងកុំភ្លេចជួយ like subscribe ម្នាក់មួយផងតើកុំឲ្យខានពេលវេលាយូរយើងចូលទៅកាន់សាច់រឿងតែម្ដងចាប់បានសាររឿងមកយើងក៏បានឃើញនៅរន្ទះតនកម្មឋានសួគ៌បានបាញ់មកកាន់ផែនព្រតពីយ៉ាងខ្លាំងក្លាគ្រានោះយើងក៏បានឃើញនៅព្រឹទ្ធចាស់ម្នាក់អន្តរាយកូនសិស្សជាច្រើនទៀតក៏ព្យាយាមទប់ទល់បញ្ចូលធម្មពលទៅលើត្រាមួយនេះតែបើទោះបីជាអញ្ចឹងរន្ទះតនកម្មឋានសួគ៌មិនមានជាអ្វីដែលពួកគេអាចទប់រងបានទេនៅពេលដែលបានបាញ់មកសិស្សជាថ្មីត្រាមួយនេះក៏ចាប់ផ្ដើមប្រេះបណ្ដាឲ្យគាត់រួមទាំងកូនសិស្សដទៃទៀតក៏បានក្អួតឈាមហើយពេលនេះព្រឹទ្ធចាស់ក៏ចាប់ផ្ដើមងើយឆ្ងល់គាត់បានទប់រងនៅរន្ទះតនកម្មឋានសួគ៌នេះបាន81ដងហើយតែវានៅមិនទាន់ចប់ទៀតសម្លេងមួយក៏បានប្រាប់ទៅកាន់គាត់វិញដើម្បីឡើងទៅអាណាចក្រខាងលើគឺត្រូវតែទប់រងនៅរន្ទះតនកម្មឋានសួគ៌8000ដងឯណោះគណៈពេលនេះផងដែរយើងក៏បានឃើញនៅរន្ទះមួយបានបាញ់ទៅកាន់ព្រឹទ្ធចាស់គាត់ក៏ចាប់ផ្ដើមផ្ញើផ្អើ8000ដងមកខ្លាំងណាស់តាបកាយយ៉ាងណាទៅបានរៀបចំទ្រនកម្មឋានសួគ៌បែបនេះខ្ញុំគឺជាអមតៈតែម្នាក់គាត់ដែលមានឱកាសឡើងទៅអាណាចក្រខាងលើប៉ុន្តែឥឡូវនេះខ្ញុំបានបរាជ័យបាត់ទៅហើយតែយើងមិនសុខចិត្តទទួលយកនៅរឿងនេះទេសាររឿងក៏បានប្រាប់បន្តពីគ្រោះមហន្តរាយនៅលើកនោះមកអមតៈទាំងអស់ក៏បានរលាយបាត់ពីពិភពលោកមួយនេះអាណាចក្រអធិរាជនិងរាជធានីខ្មោចក៏បានរួបរวมគ្នាគ្រប់គ្រងទៅកាន់មនុស្សលោកតែក្រោយពីរាប់ពាន់ឆ្នាំក្រោយអាណាចក្រអធិរាជក៏បានធ្លាក់ចុះត្រកូលធំៗទាំង8ក៏បានគ្រប់គ្រងទៅលើអាណាចក្រអធិរាជវិញរាជធានីខ្មោចក៏មិននៅស្ងៀមជាលើកកាសនេះក៏បានដណ្ដើមការគ្រប់គ្រងទៅលើពិភពមនុស្សក្រោយមកបិសាចក៏បានលេចចេញយ៉ាងច្រើនមកកនៅការបំផ្លិចបំផ្លាញយ៉ាងខ្លាំងបន្ទាប់ពីពេលនោះមនុស្សក៏គ្មានជំរឿអ្វីទៀតក្រៅពីគោរពទៅកាន់អាទិទេពនៃរាជធានីខ្មោចពួកគេក៏ធ្វើតែបង្ខំចិត្តដើម្បីរស់រានមានជីវិតបន្ទាប់មកសិស្សក៏បានកាប់មកដល់ថ្ងៃដែលត្រូវគោរពទៅកាន់អាទិទេពយើងក៏បានឃើញមនុស្សម្នាក់ដែលនៅទីនេះពិតជាក្រស្តាត់ខ្លាំងមែនទែននៅមេម្នាក់នេះក៏បានបួងសួងឲ្យអាទិទេពជួយគាត់ឆ្លងកាត់នៅឆ្នាំនេះផងស្របពេលនោះយើងក៏បានឃើញមនុស្សម្នាក់បានសួរទៅកាន់លោកអង្គជាមិនតាន់លក់អស់ទៀតក៏បានប្រាប់ថាត្រូវហើយពេលនេះគាត់នឹងប្រញាប់ទៅលួចឲ្យអស់ដើម្បីយកលុយទៅទិញវត្ថុបូជាទៅកាន់អាទិទេពដើម្បីសុំទឹកភ្លៀងខ្លះរីឯក្នុងខ្លួនរបស់គាត់គ្មានសល់អ្វីទេក្រៅពីនំមួយនេះតែដោយសារតែអាណិតទៅកាន់សំណាក់ពីរនេះពេកក៏បានឲ្យវាទៅបន្ទាប់មករំដែរតែនៅក្នុងព្រៃយើងក៏បានឃើញនៅជជុំមួយក្រុមកំពុងតែដេញតាមសត្វទាំងអស់នេះដែលនៅក្នុងភូមិវិញគ្មាននរណាចាប់អារម្មណ៍អ្វីទេពួកគេនៅតែប្រកបរបរចិញ្ចឹមជីវិតធម្មតារីឯនៅក្នុងព្រៃវិញយើងក៏បានឃើញនៅស្រមោលខ្មៅមួយបានបោះពុះយ៉ាងលឿនទៅខាងមុខនៅពេលដែលស្រមោលខ្មៅបានឆ្លងកាត់នៅសត្វមួយនេះវាសល់តែឆ្អឹងប៉ុណ្ណោះហើយពេលនេះទើបអ្នកភូមិចាប់អារម្មណ៍ដឹងនៅរឿងអ្វីចម្លែកព្រោះតែសត្វជាច្រើនក៏បានរត់ផ្អាមមកទីនេះបន្ទាប់មកនោះដែរយើងក៏បានឃើញនៅផ្ទាំងជាច្រើនក៏បានលេចចេញអំពីព្រៃភ្លាមសត្វដ៏ធំសម្បើមមួយក៏បានលេចចេញមកនៅក្នុងភូមិខំសម្រាប់ទៅកាន់អ្នកភូមិម្នាក់ឃើញចឹងអ្នកដទៃទៀតក៏បានស្រែកប្រាប់គ្នាឲ្យប្រយ័ត្នប្រយ័ត្នសត្វចម្លែកបានបង្ហាញខ្លួនហើយតែបើទោះបីជាចឹងលបឿនពស់នោះក៏ពិតជាលឿនមួយរំពេចក៏បានមកតាមតាន់ក្នុងពេលដែលចង់ត្របាក់ទៅហើយនោះក៏សត្វទៅចាប់រាំនៅអ្វីម្យ៉ាងវាក៏បានដកឃ្លាទៅខាងក្រៅបន្តិចបន្ទាប់មកក៏បានស្រែកមកអតិពលក៏ពិតជាមិនធម្មតាបន្តដែនទៅកាន់អ្នកភូមិគំទៅកាន់ផ្ទះសម្បែងរបស់ពួកគេទៀតស្របពេលដែលមនុស្សគ្រប់គ្នាកំពុងតែរត់គេចអំពីសត្វចម្លែកនោះយើងក៏បានឃើញនៅក្មេងម្នាក់កំពុងតែយំវង្វេងឪពុកម្ដាយលោកអ៊ំជាងឃើញបែបនេះមិនដាច់ចិត្តទេទម្លាក់នៅអស់របស់គាត់ចោលយកក្មេងប្រុសរត់គេចតែលំពេចនោះពស់នោះក៏បានបង្ហាញខ្លួនលើកតបាក់ទៅកាន់មន់របស់អ្នកភូមិលោកអ៊ំវាងឃើញចឹងក៏មានតែព្យាយាមរត់បន្តតែល្បឿនរបស់គាត់គឺមិនឈ្នះពស់នេះនៅឡើយខណៈពេលដែលស្ទើរតែត្រូវបានពស់នេះតបាក់បាត់ទៅហើយក៏ស្ទើរតែបានលើកស្មែមនុស្សម្នាក់បាននិយាយបិសាចពស់ចង្រៃឯងហ៊ានធ្វើបាបទៅកាន់ពួកគេផងនៅពេលដែលពស់នេះបានតបាក់មកគាត់ក៏បានហោះកិច្ចឡើងទៅខាងលើបាញ់នៅម្សៅរមៀតពិសេសម្យ៉ាងបន្ទាប់មកក៏បានលាងវាមួយជើងពីខាងលើខ្ទប់ជាប់នឹងដីប៉ុន្តែក៏នៅតែមិនអស់ទេរត់ទៅខាងក្រោយចាប់នៅកន្ទុយរបស់វាជាប់ក៏វាឡើងញាប់ហោះឡើងទៅខាងលើរួចក៏បានបោកវាមកដីសាជាថ្មីផ្ទុះឡើងពេញនៅតែភ្លាមពស់នេះក៏បានក្រោកមកបើកភ្នែកយ៉ាងកំណាចហាក់បីដូចជាមិនមានរបួសអ្វីទេសោះមិនត្រឹមតែប៉ុណ្ណេះពស់នេះក៏តាមតែចេះនិយាយទៀតអាក្មេងឈួតឯងហ៊ានឲ្យអាហាររបស់យើងរត់គេចបានផងនិយាយរួចក៏បានត្របាំមកតែស៊ូយើងក៏បានគេចជើងតាន់ក៏បានរត់ប្រទះសិនជុំវិញខ្លួនគេពស់នេះក៏នៅតែបន្តដេញតបាក់ទៅតាមគាត់ស៊ូយើងបន្តពីរត់ប្រទះសិនអស់ជិត80ម៉ោងពេលនេះក៏បានដកឃ្លាយកឡើងបន្តិចហើយពេលនេះគាត់ក៏ស្ទើរតែចំកណ្ដាលពស់នេះបាត់ហើយគណៈពេលនោះវាក៏បានត្របាក់មកសាជាថ្មីតែស៊ូយើងក៏នៅតែអាចគេចផុតបានរួចគាត់ក៏បានហោះឡើងទៅខាងលើពេលនេះគាត់គឺមានតែវាយទៅកាន់ចំណុចខ្សោយរបស់ពស់នេះប៉ុណ្ណោះមិនចាំយូរក៏បានវាយទៅកាន់ចំណុចខ្សោយទី1ដែលជាកន្ទុយមិនមួយដៃបាក់ឆ្អឹងខ្ទេចបន្ទាប់កិច្ចពីការត្របាក់របស់ពស់នេះមិនមួយដៃចំចំណុចកណ្ដាលដែលជាចំណុចខ្សោយទី2ក៏បណ្ដាវិសាចពស់ស្រែកដោយការឈឺចាប់ឆ្លៀតឱកាសនេះស៊ូឈេងក៏បានរត់ទៅជិតគេមិនមួយដៃចំកញ្ចឹងកវិសាចពស់ត្រូវបានស៊ូឈេងវាយមួយដៃបាក់ឆ្អឹងបែបនេះក៏ពិតជាស្រែកដោយការឈឺចាប់តែមិនទាន់នឹងធ្វើអ្វីបានផងស៊ូឈេងក៏បានស្ទុំមកទាត់មួយជើងកណ្ដាលផ្ទៃមុខជាកិច្ចបង្ហាយវិសាចពស់ដ៏ធំសម្បើមក៏បានជេរដោយបានសម្រេចតែអ្វីដែលគ្រប់គ្នាភ្ជាប់វាគ្រាន់តែជាពស់ដ៏តូចមួយប៉ុណ្ណោះអ្នកភូមិក៏បានសរសើរទៅកាន់ស៊ូឈេងដែលបានសម្លាប់វិសាចពស់ជំនាញរបស់គេក៏ពិតជាមិនធម្មតាទេតែគ្មានអ្វីចម្លែកទេគ្រួសាររបស់គេគឺជាអ្នកប្រមាញ់ពស់ដែលឡៃពស់នោះគេក៏មានឈ្មោះដែរគឺជានូយួនឈីចំណែកឯលោកអ៊ំជាងក៏បានយកក្មេងប្រុសទៅឲ្យម្ដាយរបស់គេវិញនាងក៏បានអរគុណព្រោះពួកគេក៏បានសម្ដែងនូវការដឹងគុណយ៉ាងខ្លាំងដែលបានជួយសង្គ្រោះទៅកាន់អ្នកគ្រប់គ្នាតែស៊ូយើងក៏បានប្រាប់លោកអ៊ំជាងកុំនិយាយបែបនេះអីកាលពីគាត់មកទីនេះដំបូងគ្មាននរណាខ្វាយខ្វល់ពីគាត់ឡើយកាលនោះគឺបានលោកអ៊ំជាងនេះហើយដែលបានជួយខ្ញុំបើគ្មានលោកអ៊ំទេខ្ញុំប្រហែលជាដាច់ពស់ស្លាប់បាត់ទៅហើយលើបែបនេះគាត់ក៏ស្ទើរតែបានដកដង្ហើមធំតាមអ្វីដែលគេធ្លាប់ប្រាប់គាត់នៅជាតាជាមួយនឹងឪពុករបស់គេគឺស្ទើរតែជាអ្នកប្រមាញ់ពស់តែជាអកុសលពួកគេក៏ត្រូវបានស្លាប់នៅពេលដែលចេញទៅបោះបាញ់ចំណែកឯងក៏បានធ្វើជាអ្នកប្រមាញ់ពស់អស់រយៈពេល6ឆ្នាំមកហើយដោយសារតែ
វាមានគ្រោះថ្នាក់គាត់មិនចង់ឲ្យគេធ្វើទៀតទេតែស៊ូជាមិនចង់ឈប់នៅឡើយគាត់ប្រមាញ់ពូដើម្បីយកលុយទៅបង់ពន្ធបើខ្ញុំមិនធ្វើវាទេនៅពេលដែលគេមកយកពន្ធខ្ញុំប្រកាសជាដាច់ពូស្លាប់ជាមិនខានដែលបែបនេះលោកអ៊ំជាងគាត់គឺមានតែដកដង្ហើមធំតែប៉ុណ្ណោះបន្ទាប់មកសាច់រឿងក៏បានកាត់មកដល់វារហដ្ឋានមួយកន្លែងមនុស្សម្នាក់ក៏បានដងទឹកទៅឲ្យក្មេងៗផឹកភ្លាមនៅយើងក៏សត្វបានលើស្មីពូទូនៅបានលោថាគេគឺជាពូដ៏កាចសាហាវបើជាមិនអាចព្រៀបស្មើជាមួយនឹងពន្ធទៅវិញហើយគេក៏ថាបានប្រាប់ទៀតផងថាគេមិនមែនជាពូធម្មតាទេគឺជាពូជពងរាជវង្សនៅក្នុងអាណាចក្រពូគ្រួសាររបស់ខ្ញុំជាច្រើនរួមទាំងឪពុកម្ដាយក៏ត្រូវបានអ្នកប្រមាញ់ពូចាប់បានហើយពេលនេះខ្ញុំមានអាយុ120ឆ្នាំហើយខ្ញុំតែងតែគិតថាខ្ញុំអាចរស់រានមានជីវិតរហូតដល់ខ្ញុំបានក្លាយទៅជានាគរាជតែចង្រៃអ្វីទៅខ្ញុំបែរជាត្រូវស្លាប់នៅថ្ងៃនេះទៅវិញបន្ទាប់មកគេក៏ព្យាយាមតបជាប់ឆ្អឹងដែលត្រូវបានស៊ូយើងវាយបាក់ត្រឡប់មកវិញក្រោយពីតបជាប់ឆ្អឹងទាំងអស់រួចគេក៏បានគិតក្នុងចិត្តជាមួយតាឡិតនៅមកពិនិត្យមើលខ្ញុំនៅខាងសម្រាប់គេជាមិនខានភ្លាមគេក៏ចាប់អារម្មណ៍នៅសម្លេងអ្វីមួយយ៉ាងប្រញាប់អឺតចេញមកមើលខណៈពេលនឹងតែយើងក៏បានឃើញជុំវិញរាងកាយស៊ូយើងពោពេញទៅដោយចំហាយនៃធម្មពលមកគ្រប់ទិសទីបានប្រមូលផ្ដុំចាប់មកចូលក្នុងរាងកាយរបស់គាត់ផ្ទាល់ឡើងពេញនឹងពេលនេះយន់ឈីគេក៏ចាប់តាមចាប់ហើយអលឹមអ្នកនេះមិនមែនជាអ្នកប្រមាញ់ពូធម្មតាទេគេគឺជាអ្នកវឹកហាត់អមតៈដូចដឹងស្រាប់អញ្ចឹងអ្នកវឹកហាត់អមតៈបានរលាយបាត់អស់ហើយដូច្នេះហើយទើបគេមានការភ្ញាក់ផ្អើលពេលនេះគេក៏ស្គាល់ទៀតពីបច្ចេកទេសដែលស៊ូយើងបានប្រើនេះគឺជាការស្រូបយកធម្មពលព្រះអាទិត្យនិងព្រះច័ន្ទដែលជាបច្ចេកទេសពុជពងវិសាចនៅឆ្ងល់ខ្លាំងណាស់អលឹមអ្នកនេះគឺជាមនុស្សបែរជាអាចវឹកហាត់នៅបច្ចេកទេសនៃពុជពងវិសាចទៅវិញចំណែកឯល្បឿននៃការស្រូបយកធម្មពលឈីរបស់គាត់គឺលឿនជាងខ្ញុំទៅទៀតតែទំនងនោះដែរយើងក៏បានឃើញនៅធម្មពលស៊ូយើងគឺមិនធម្មតានោះទេបណ្ដាលគេក៏មានការភ្ញាក់ផ្អើលមិននឹងអាចទៅរួចទៅស្របពេលនឹងដែរលោកអ៊ំជាងក៏ស្ដាប់បានមកហៅគេស៊ូយើងក៏បានបើកភ្នែកមកបញ្ញាប់ចេញមកខាងក្រៅស៊ូគាត់តាមរកគេមានការអ្វីតែផ្ទះគាត់ដូចជារាំងរោគរ៉ាបន្តិចហើយប៉ះតែទ្វារបន្តិចនៅក៏បានរបូតបាត់ស៊ូយើងក៏ចេញគាត់ចូលខាងក្នុងតែគាត់ក៏បានប្រាប់មិនចាំបាច់ទេហើយគាត់មកទីនេះក៏ចង់ឲ្យគេទៅចូលរួមនៅពិធីបូជាស៊ូយើងរំលឹកទៅកាន់ពិធីនេះរួចក៏ប្រាប់ទៅកាន់លោកអ៊ំជាងមើលផ្ទះខ្ញុំទៅក្រប៉ុណ្ណាខ្ញុំមិនអ្វីថ្វាយទៅកាន់អាទិទេពនោះតែលោកអ៊ំជាងក៏បញ្ញាប់បិទមាត់គេគំនិយាយបែបនេះតែប្រាប់ការអន់ក្បាលគ្រប់ក៏ជាកាយវិការដ៏ស្មោះត្រង់ផងដែរស៊ូយើងក៏ឲ្យគាត់បំភ្លេចវាចោលទៅខ្ញុំមិនចង់រំខានទៅកាន់អាទិទេពឡើយស្របពេលនៅពោះរបស់គាត់ក៏បានកោដល់បែបនេះលោកអ៊ំជាងក៏បានដូរយកនំពាក់កណ្ដាលរបស់គាត់ឲ្យប្រាប់ឲ្យគេញ៉ាំទៅបំបាននៃការស្ដាយឃ្លានហើយគាត់ក៏ស្គាល់ផងដែរថាអាទិទេពមួយនោះគឺមិនប្រកាន់មនុស្សតូចតាចដូចគេទៅចោះឬគាត់ក៏បានដើរចាស់ចេញស៊ូយើងមើលទៅកាន់គាត់បន្តិចហើយក៏បានដើរចូលមកខាងក្នុងស៊ើទៅកាន់កូនពូតែគេស្ដាររាងកាយរួចហើយនៅចាប់គ្នាមកច្រវាច់ចង់លៀនភ្នែកយន់ឈីក៏និយាយហើយសុភាពបរោះប្រើពីសម្ដីគេមិនប្រើកដាប់ដៃទេតែស៊ូយើងគាត់មិនខ្វល់នោះទេខ្ញុំស៊ូឯងត្រូវឆ្លើយបើមិនឆ្លើយទេស្លាប់ទំនួលដែលគាត់ចង់ស៊ូគេនោះតែគេខ្លាចទៅជាបិសាចពូដោយរបៀបណាយន់ឈីក៏បានប្រាប់ថារឿងនោះក៏ពិតជាបានឆ្ងាយណាស់ពីដើមឡើយជាតារបស់គេគឺគ្រាន់តែជាពូធម្មតាមួយប៉ុណ្ណោះតែដល់ចៃដន្យគាត់ក៏បានធ្វើដំណើរទៅដល់រូងភ្នំឈិនយ៉ាននៅក្នុងនោះគាត់ក៏ទទួលបាននូវគម្ពីរមួយក្បាលរួមទាំងថ្នាំគ្រាប់មួយចំនួនបន្ទាប់ពីលេខថ្នាំគ្រាប់រួចជាតារបស់ខ្ញុំក៏ស្ដាប់តែមានប្រាជ្ញាគាត់ក៏បានអានសៀវភៅនិងបានស្វែងយល់អំពីមនុស្សលោកក្រោយមកគាត់ក៏បានវឹកហាត់នៅគម្ពីរក្នុងរូងភ្នំនោះក៏ស្ដាប់តែបានខ្លាយទៅជាបិសាចពូភ្លាមទៅបន្ទាប់មកជាតារបស់ខ្ញុំក៏បានស្លាប់គាត់ក៏បានប្រកល់គម្ពីរទៅកាន់ឪពុកម្ដាយរបស់ខ្ញុំហើយឪពុកម្ដាយរបស់ខ្ញុំក៏បានប្រកល់មកកាន់ខ្ញុំបន្តអនិយាយបានថាគ្រូសាស្ត្ររបស់ខ្ញុំក៏បានវឹកហាត់អត់រយៈពេលយូរមកហើយលើបែបនេះស៊ូជីងក៏បានឲ្យគេយកគម្ពីរនោះមកឲ្យគាត់មើលពីដំបងយន់ឈីក៏រេសតើតែក្រោយពីត្រូវបានស៊ូជីងគម្រាមនោះគេក៏បានខ្ជាក់នៅគម្ពីរនោះមកស៊ូជីងគ្រាន់តែឃើញក៏ដឹងហើយថានេះគឺជាគម្ពីរព្រះអាទិត្យដ៏អស្ចារ្យមិនទៅប៉ុណ្ណេះក៏មានបច្ចេកទេសកំដាប់ដៃមហាទងន់ទៀតស៊ូជីងក៏និយាយទៅកាន់គេឯងគឺជាពូគ្មានដៃគ្មានជើងផងបើជាវឹកហាត់នៅបច្ចេកទេសកំដាប់ដៃទៅវិញតែយន់ឈីក៏ប្រាប់ទៅវិញគេទទួលបាននៅប្រទេសស្ដារវឹកហាត់គឺសំណាងពេកហើយចាំបាច់ទៅរើអានធ្វើអ្វីដល់បែបនេះស៊ូជីងក៏បានគិតបច្ចេកទេសមួយនេះគឺទៀបជាបច្ចេកទេសដែលគាត់បានវឹកហាត់ឆ្ងាយណាស់ក៏ប៉ុន្តែគាត់ហាក់បីដូចជាមានអារម្មណ៍ថាវាមានទំនាក់ទំនងជាមួយនឹងគ្នាក្រោយពីពិនិត្យមើលបន្តិចទៀតពិតជាដោយការរំពឹងទុករបស់គាត់នេះគ្រាន់តែជាបច្ចេកទេសដំណាក់កាលប្រមូលផ្ដុំឈីប៉ុណ្ណោះលឿនជាងយន់ឈីក៏សួរតាមមានន័យថាម៉េចស៊ូយើងក៏បានបង្ហាញតែម្ដងគាត់ក៏មាននៅគម្ពីរវឹកហាត់របស់ពុជពងវិសាចជាច្រើនគាត់ក៏បានសួរទៅកាន់គេវិញតែឯងគិតថាខ្ញុំគ្រាន់តែជាអ្នកប្រមាញ់ពូធម្មតាទេឬក្នុងចម្ងាយរាប់សិបម៉ាយពីទីនេះបិសាចទៅបានខ្ញុំចាប់បានអស់ហើយតែបច្ចេកទេសដែលពួកគេបានវឹកហាត់នោះគឺគ្រាន់តែជាបច្ចេកទេសដំណាក់កាលប្រមូលផ្ដុំឈីប៉ុណ្ណោះវាគ្មានអ្វីលើសពីនេះទេរួចក៏បានកើតក្នុងចិត្តបច្ចេកទេសដែលគាត់វឹកហាត់គឺជាបច្ចេកទេសថៃជីក៏ពិតជាដូចគ្នាជាមួយនឹងរបស់គេយន់ឈីក៏ចាប់ផ្ដើមមួម៉ៅតែម្ដងនៅក៏ព្រោះតែមកពីមនុស្សអាក្រក់ទាំងអស់នោះពួកគេបានផ្លាញពូជសាបិសាចព្រមទាំងវិធីស្ដារវឹកហាត់ស៊ូយើងក៏បានស៊ូបកទៅកាន់គេវិញបើដូច្នេះចុះគេមិនបានផ្លាញទាំងអស់ទៅជាស្ដេចណាស់វាក៏នៅមានច្រើនទៀតហើយពេលនេះស៊ូយើងក៏ពិតជាចាប់ផ្ដើមយ៉ាងខ្លាំងទៅកាន់បច្ចេកទេសកំដាប់ដៃដង្រៃបន្ទាប់មកស្ដេចរឿងក៏បានកម្មមកដល់ស្ថានបុព្វបុរសគ្រួសារជាងយើងក៏បានឃើញនៅមនុស្សជាច្រើនក៏បានយកគ្រឿងដង្វាយមកថ្វាយទៅកាន់អាទិទេពព្រះអាឡុងជាងក៏ស្ថិតនៅទីនេះផងដែរស្របពេលនោះទីប្រឹក្សាគ្រួសារជាងក៏បានប្រាប់ពួកគេឲ្យលឿនឡើងមកលើបែបនេះម្នាក់ក៏ប្រចាំយកគ្រឿងដង្វាយមកដាក់ប្រមូលផ្ដុំគ្នាគណៈពេលនឹងដែរនៅខាងក្រៅក៏ស្ថិតតែមានខ្យល់បក់កណ្ដឹងក៏បានរើឡើងនៅខាងក្នុងទីប្រឹក្សាក៏បានប្រាប់ពួកគេឲ្យក្រាបចុះម្នាក់លើចឹងក៏បានក្រាបទាំងភ័យខ្លាចអត់ហើយភ្លាមនោះអ្វីក៏ស្ទើរតែបានស្ងប់ស្ងាត់មួយរំពេចក្រោយយើងក៏បានឃើញនៅផ្សែងធូបយ៉ាងច្រើនក៏បានហោះប្រមូលផ្ដុំវាក៏បានហោះប្រទះសិនចុះឡើងចូលទៅក្នុងចំហរបស់រូបចម្លាក់អាទិទេពមួយនេះគណៈពេលនឹងដែរយើងក៏ស្ទើរតែបានឃើញនៅរូបចម្លាក់ថ្មមួយនេះក៏ចាប់ផ្ដើមប្រែបន្តិចម្ដងហើយរូបចម្លាក់ថ្មមួយនេះក៏មានឈ្មោះថាតានឆាងដែលជាអាទិទេពប្រចាំភូមិកាលពីថ្មទៅបានប្រេះបែកអស់ក៏បានយកគ្រឿងដង្វាយអ្នកភូមិមក
อไซค์โนยกมันยำมันตั้งแต่ยำเครื่องระบายเตะสมัยแต่ทุบก็มาเลิกเล่นได้ในพงก็ไม่ได้การพัดไฟผู้แกมันแนบแนคือยอกลูนเอาให้เราไปอัติเต็มมืออ่องโนบานไซออกที่ปรักษาในกบานเงือบเมาสาวอย่างสบายใจแต่ก็แต่บ้านแกกุมจันได้เอามาขายกสิตปีดองปนออาหารใบจเมนตะปันนั่งตะเวนผู้ไอ้เด็กออกนี่ก็จองบานอากาศเตะดำน้ำเผาหรือมือก็จองบานนักรูแรงสงบหรือแบบในมันเนี่ยก็ไม่ได้การพัดไฟในเย็บพร้อมกันถ้าแกก็จองบานอากาศเตะดำน้ำเผาที่ปรักษากบานยอดบัญชีนะครับดาวโจนในเครื่องระบายปีกรูสานในมือเมาต้านช้างแกกบานยอดเมาปินัดมือก็ดังให้ทางแม่มนุษย์เมาตีนีโดยได้เตะได้ไม่แน่นอนก็จีละอมเจียงเราเป็นทางใดยังกลายมาการสู้ยิงกันให้เวงก็กปงตาเพื่อคานในปัจจัยกเตะกำลับได้นมใดถ้ามาปลกับปัจจัยมันธรรมดาบรรดาเอาชวนชีก็ไม่ได้การชาบแกก็ไม่ได้เคยปัตตพูดแบบนี้เป็นมันเมาเตะปัจจัยกเตะมันนี่กับปัจจัยมันธรรมดาแมนจำได้สู้ยิงกันให้เวงก็เป็นผู้ดองทำปลเอาจัดไปตะมังหายเป็นในกับบ้านชอบก็กับบ้านสตาร์ตาปัจจัยกเตะกำลับได้ดมใดในกับปัจจัยสองจมูกนักชมให้ตามเชสได้แต่เปรียบเป็นปัจจัยกเตะมันนี่คือเจียปัจจัยกเตะกำลับได้โกกำลังดมใดแต่ยังสมหาถ้าเจียกำลับได้ดมใดแต่โดยสารวิสโรหายต่อจุดการแสดงระบายยังเป็นสู้ยิงกับบ้านเลือดในเมืองปีนี้ในที่ใหญ่ขึ้นเนี่ยกอดบ้านในใหญ่แต่ตอนจมูกละอมเชียงแต่บ้านจอเครื่องระบายแต่ถวายน้ำไม่เมื่อตีกับรับตะกวาใกล้โครนาขึ้นลอยแต่ยังย่ำพองแต่ไม่ระบายแต่ตึงเครื่องระบายโน้ตเตอร์ให้เป็นในระบบเชียงมาดังทัดเตอร์บ้านอาทิตย์ขมาจัดการแบบนาเตสู้ยิงเลื่อนจังกอดกระเด็นปีบ้านจัดมันติดได้ดันไหลในเครื่องสารบแบบเราครูสตาเชียงอันแน่วันอาทิตย์ขมาก่อกับบ้านด้าเมามันในก็ไม่ได้การพัดไฟปัญญาปีเชียงปีระบบเชียงก็ในยึดการกอดทากาประมุขพอชนะในคือมันละอ้อเตครูสตาเชียงขึ้นไว้ประจุนลายดับเลยแบบนี้อาทิตย์ขมากับบ้านตอนในชนะในมือเชิงในยึดการจ้างลูกดาวโกนโปรสไตไอมาการช่างเมาระบบเชียงกับจียังวอตการเกตเปกอดปีกนาทีเอามันไม่เตะมิดใกล้ติดกอดในจอเครื่องระบายมันทำให้ชิ้นน้ำข้างแต่ต้านช้างก่อนในการกอดปุ่นขยมจังบานโกนใส่ระบบไอนี่เลยนี่แล้วผู้เชียงปัจจุบันสกัมยังกลางโดยสารกอดบานบางปนแต่การมันไตรอาหารแต่มันมีเอาไว้ทำให้การเกยให้เป็นในโกนใส่ก็ไตรบานเกยยาวแต่ติดต้านช้างแบบในการทำมุมาบนไทม์ที่ไทยไอเห็นกรบแต่การมันไตรถึงอ้อนบายจีมันกรบหมดดอกชมตลผู้เชียงมาเจอเป็นจำเพลิงกระตุกในจังเราระบุจังทนเกยกันได้แต่ได้เอาระผู้เชียงไอกระถาริทในภาษาระบบเชิงติบเชียงปูมันไตรถึงอ้อนมันเตะเคยเกยกับปงค้างแบบในติดปรักษาเกยกับบางปัญญามาลุ่งลงแต่สถานการณ์บ้านเคยระบุจาต้านช้างจับรามตะการโกนใส่เชียงรูแบบนี้โดยชนะหายขยมกับบานจำนายประลูเนงตลาดมาเว้นของได้หรือกับบานจีก้นจางอยากไม่ใส่ไม่ได้น้องเมาแล้วผู้เชียงหรือแบบนี้ก็กำลังในการต่อสล็อตเราเป็นทางใดยังกับบานเคยนักสู้ยิงกับบานทั่วดำนายยังเลยมาตีนี้พงได้แต่ในข้างขนมซ้ายในเป็นกอร์บาลผู้เชียงก็ตระบานเกจับบังคับยอดต่อยเตะขมาแล้วผู้เชียงก็กับชี้ยงวอตะการเกยังคลังเอาดอกแรงก้นก็เตะแต่ต้านชามันบานควันลอยกับบานสาวยังสบายจัดสาตะการตีปรักตามแน่นอกทาเกกับปัจจุบันฉลาดการมาการสู้ยิงในเป็นกรดการตะลุมมันท่ามติดเรียงในได้ไปยังกลายมาการขนมซ้ายในเป็นต้านชากับบานจับเนียงเมาต้นโนยังกับสตบานเคยในกับบานไปสร้างมวยบานพอจะยังไปตรงต้านชางเจียงสูเนียงกับชี้ยังสไลด์ให้ปกอจูสกรูเนียงพองเรียกกับบานไปสร้างมือนกับบานเลียนดาตะปานเนียงกระทวยเนียงพัดไฟสำหรับตะบาดและผู้เจียงก็เป็นนักได้บรามพยายามเอาเจิงต้านชางสมบูรณ์การเกยดอลเลยก้นใส่เล่มเราก้นใจตีปรักษากับบานมาจับกอดเจนแต่ละผู้เจียงกับปัจจุบันก้นใส่ก่อนมันงี้ใจงี้ไอเตยตั้งเจอระบบก็ยังสัตว์ได้ไปในกับบานเจนเชียมติดพองใส่องค์พ่อเกยดอลเลยก้นใส่ก็เตยแต่ประตูใบจุแบบในกำลังความมาดาผู้เกยเตยจงกรอยกับตะบานผู้เกยบ่เจนตัวอย่างในกระไดก็น่าตลอดจะกงอ่อนกระโดดสมบูรณ์การเกยพลังคลั่งไปในกับบานใส่กอดบัดหมดตีปรักษาบานประดาโคใส่ระบายมาช่ำหายแม่นไว้แต่ตอนจุดหนึ่งไอเตยอาจารย์ต้องไปเป็นนี่แต่เกยนำมันตำเละเปลี่ยนตะการสไลด์ละผู้เจียงเตยเศร้ายังสบายจัดโดยกับบานดาจ้าเจนในยัยทางเกยนเรียบการนับไปในมันจำใบดอยยกเตยเลื่อนจางตีปรักษาโนกับปัญญามาไอปออกกอดโดยก็ได้เงยผู้เจียงเจนตะวันเตยหายกับเพลงในปีสมไตระบาลงมาจากพองและผู้เจียงไปในขึ้นมาไว้ในเครื่องคลูนตีเตยตากชมกรณาบรรทอดระเบียบหน้าสำลังเมื่อตะการก็ใส่ตระบานกิจับคลูนตั้งหัวกับปัจจัยอสกรรมจังคลังเพลงโดยจากบ้านเลยในตู้ยังมาใส่หมอกลงมาจากต้านช่างอำนาจบาลผู้เจียงคือสตันนักชมแต่นับไปตะกอดบ้านบางทวีเชียงกับบานเตี้ยหมอกและผู้เจียงก็ตระบานกระตุกนักสอสู้ยิงไปในกับเมนการสดจังคลังจุลนำนายตะกอดบ้านยอกหมอกต้านช่างเกยก็ดังให้ตาในกระเจียประมาทปูโดยก็ตีปรักษาสมาทราบใจกับมาบำพลายในไงที่ดีระบอกเกยแบบในเกยกับบ้านยกเราเลื่อนใส่เอาสู้ยิงยาวทราบใจตะข้างกลายเลื่อนเตยสู้ยิงมันหมดเอาไปมามัดเตะเครื่องจัดพวกเป็นตะกำหังตีปรักษาก่อการแต่มุ่งหมากดัดจางสู้ยิงเอายาวทราบใจเลื่อนเตยกับมวยรุมคามไปตีมังโกการระบอเลิกมันจะหาสอแต่สู้ยิงไปในดับพิสมัยระบอกเกยมันเจ้าเตยสำลังมือตะการซาสาวผู้เจียงนักตะดอเรื่องอัตตะการนับไปตะกอกับปงตะไซเกลียนและผู้เจียงกับบ้านเจ้าหามอยกดยำปรับกอดเอายำยืดเตยกับหมอคำไปเจ้าให้ระบายผู้ไอ้นับไปเลยเยื่อหอยรีดีจำนวนอาหารได้ยังประดาจูนร้อยชนำไอ้นั่นแต่ถวายผู้เจียงเราในกามาผู้เจียงถวายในเรื่องต่อออกกรอนแต่จังเราเรียนไม่จบปนอบาดชนะหายไอ้มันจับบาดตัวนำน้อยติดเตะกำลังสู้ชิงเป็นในกลางดอยของรัฐกัมพูแต่ตะการตีปรักษาไม่ได้บากกอได้สะอาดมันได้เคลื่อนจังกำลังเป้าในทอมไฟคลายจากกลางพยายามรถเจนเตยในยี่ทะเกบ้านสำหรับมนุษย์หายสู้ยิงเป็นในกำลังจังประตูใจมาข้างใกล้หายก็ยังมันเจ้าสำหรับมนุษย์เตะเนี่ยดักยมเจ้าสำหรับเปิดประกอบ
ត់គឺជាឯងតានឆាងលឿនចឹងក៏បានចាប់អារម្មណ៍នេះគឺជាចេតនាសម្លាប់ដែលអ្នកចាងស៊ូចុះហើយគេក៏បានដាក់សម្ដៅទៅរកស៊ូយីងដកយកនៅសសរធំមួយមកក៏និយាយទៅកាន់ស៊ូយីងអាក្មេងចង្រៃហ៊ានមើលខ្ញុំក្នុងខ្សែភ្នែកបែបនេះផងនិយាយរួចក៏បានវាយស៊ូយីងមួយដំបងខ្ទប់នៅសសរប៉ុន្តែមិនអស់ចិត្តក៏បានយកដំបងបុកបន្ថែមទៀតនិយាយទៅកាន់ស៊ូយីងត្រឹមតែជាមនុស្សធម្មតាហ៊ានប្រឆាំងជាមួយនឹងយើងផងយកជើងជន់ទៅកាន់ស៊ូយីងទៅថាណារੂទៅអាចង្រៃតែស៊ូយីងគាត់ក៏អាចគេចផុតបានព្យាយាមរត់គេចអំពីកំដាប់ដៃរបស់គេមួយដៃមួយដៃរបស់គេក៏ពិតជាធ្ងន់ស្ទើរតែទំនួលនឹងសារមួយនេះបាត់ហើយតែចុងក្រោយស៊ូយីងក៏នៅតែត្រូវបានគេមាន់មួយដៃខ្ទប់នឹងជញ្ជាំងយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណេះក៏យករាងកាយស៊ូយីងខ្ទប់នឹងជញ្ជាំងអស់លំបែកខ្ទេចស៊ូយីងពេលនេះក៏ត្រូវបានគេវាយផងបោកផងក៏ពិតជាវេទនាយ៉ាងខ្លាំងក្រោយពីវាយស៊ូយីងឆ្អែតហើយក៏បានស្ដាប់ទឹកមាត់មិនចាប់ប្រមាថខ្លួនមែនខណៈពេលដែលគេបានដើរចេញនោះយើងក៏ស្ទើរតែបានលើកសំឡេងស៊ូយីងបានស្អើគេឈប់ពេលនេះក៏ព្យាយាមងើបមកនិយាយឌឺទៅកាន់គេទៀតមើលទៅឯងមិនខ្លាំងដូចជាអ្វីដែលខ្ញុំគិតសោះវាគ្រប់គ្រាន់ហើយឥឡូវនេះតើខ្ញុំវិញម្ដងចាប់ផ្ដើមនៅពេលពីនេះមករំលឹកទៅខាងក្រោយបន្តិចយន់ឈីគេកំពុងតែសើចយ៉ាងសប្បាយចិត្តមើលទៅក្នុងការប្រយុទ្ធរវាងអ្នកទាំងពីរពេលនេះក៏និយាយមកហើយមកទៅអាឡិតនេះមិនអាចបន្តនៅការប្រយុទ្ធមួយនេះបានទៀតទេហើយក៏ពិតជាដល់អ្វីដែលគេបាននិយាយមែនស៊ូយីងពេលនេះក៏ត្រូវបានគេវាយខ្ទប់នឹងដីម្ដងទៀតតានឆាងក៏បានមើលងាយអាឡិតឯងវាតម្លៃខ្លួនឯងខ្ពស់ពេកហើយនៅពេលដែលគេបានដើរចេញស៊ូយីងក៏បានងើបមកកម្លាំងរបស់ឯងមានតែប៉ុណ្្នឹងទេអញ្ចឹងដល់វេនរបស់យើងវិញហើយលើបែបនេះក៏បានមាត់មួយដៃមកមើលតែឯងដូចជាមានសមត្ថភាពបន្តិចដែរស៊ូយីងក៏ព្យាយាមទប់ទល់យ៉ាងខ្លាំងស្ទើរតែប្រេះដៃខ្ទេចទៅហើយតានឆាងក៏នៅតែមើលងាយត្រឹមតែចំនួនធម្មតាព្យាយាមវឹកហាត់យ៉ាងណាក៏នៅតែគ្មានប្រយោជន៍ប្រើកម្លាំងទៅកាន់ស៊ូយីងបន្ថែមហ៊ានប្រកួតប្រជែងកម្លាំងជាមួយនឹងយើងផងតែខណៈពេលនឹងដែរយើងក៏ស្ទើរតែបានឃើញស៊ូយីងបានញញឹមពេលនេះក៏បានបញ្ចេញនៅបច្ចេកទេសដែលគាត់បានវឹកហាត់គឺជាការធ្វើចលនាធម្មពលឈីនិងឈាមធម្មពលយ៉ាងសន្ធោសន្ធៅក៏បានផ្ទុះខ្សែភាពេញភូមិបណ្ដានៅភូមិក៏មានការខ្លោបខ្លាចជាមួយនឹងឥទ្ធិពលមួយនេះយន់ឈីក៏ស្គាល់ហើយនេះគឺជាកម្លាំងដែលចេញមកពីបច្ចេកទេសកំដាប់ដៃដំរីបើយើងក្លែងមកកាន់ស៊ូយីងនេះវិញទឹកមុខក៏ពិតជាកំណាចកម្លាំងវិញគឺមិនធម្មតាទេពេលនេះក៏ចាប់ផ្ដើមប្រើប្រាស់ស្នេហ៍ដំបងនៃបច្ចេកទេសកំដាប់ដៃដំរីដែលនោះគឺជាកម្លាំងវិបហាធម្មពលយ៉ាងខ្លាំងក្លាក៏បានផ្ទុះខ្សែភាម្ដងទៀតក៏បណ្ដាលយន់ឈីគេក៏ពិបាកនឹងទប់ខ្លួនលើពីនឹងទៅទៀតស៊ូយីងក៏ចាប់ផ្ដើមប្រើប្រាស់នៅស្នេហ៍ទី2ទី3បន្ថែមទៀតកម្លាំងរបស់គាត់គឺកាន់តែកើនឡើងបន្ថែមទៀតក៏ធ្វើឲ្យដៃតានឆាងចាប់ផ្ដើមប្រែបន្តិចម្ដងមិនយូរប៉ុន្មានវាក៏ស្ទើរតែបានប្រែបែកគេក៏បានបើកភ្នែកធំមិននឹងអាចទៅរួចទៅដែលស៊ូយីងនេះវិញក៏នៅតែបន្តស្រែកធម្មពលយ៉ាងខ្លាំងក្លាក៏បានរុញច្រានតានឆាងចេញពីសំណាក់គេក៏មកយ៉ាងខ្លាំងអាឡិតឯងហ៊ានកំទេចដៃរបស់យើងថ្ងៃនេះយើងនឹងឲ្យឯងស្លាប់ដោយគ្មានដីកប់តែមិនទាន់បាននិយាយចប់ផងស៊ូយីងក៏បានស្ទុះមកទាត់វាមួយជើងខ្ទានឹងឆ្ងាយម្ដងទៀតមិនទាន់នឹងទប់ខ្លួនបានស្រួលបួផងស្ទើរតែស៊ីមួយដៃទៀតបាត់ហើយជាសំណងល្អដែលអាចហោះកិច្ចបានស៊ូយីងក៏បានហោះឡើងទៅខាងលើមិនពីដៃកំទេចនៅដៃរបស់គេមកខាងទៀតតានឆាងគេក៏មានក្តីឈឺចាប់យ៉ាងខ្លាំងព្យាយាមយកជើងជន់ទៅកាន់ស៊ូយីងគេចុះកិច្ចឡើងរួចក៏បានទាត់គេមួយជើងកណ្ដាប់ផ្ទៃមុខឡើងមួយជង្គង់ទៀតចំក្បាលបិសាចតែក៏ត្រូវបានគេចាប់ជើងជាប់បោះទៅយ៉ាងឆ្ងាយស៊ូយីងទប់ខ្លួនរួចក៏បានមាត់ទៅកាន់ដៃមួយដៃទាត់សម្ដៅទៅរកតានឆាងមិនទាន់នៅទប់ទល់ជាមួយនឹងថ្មនោះរួចផងស៊ូយីងក៏ស្ទើរតែបានប្រើប្រាស់ល្បឿនលឿនស្ទុំមកបង្ហាញខ្លួនពីមុខគេកំណាប់ដៃដែលញាប់ដោយម៉ាស៊ីនដេកក៏ចាប់ផ្ដើមសាប់យោតែម្ដងតានឆាងស៊ីចាំ100ដៃហើយពេលនេះស៊ូយីងក៏បានប្រើប្រាស់ស្នេហ៍ទី2នៃកំណាប់ដៃដំរីដៃនោះគឺជាកំណាប់ដៃទ្វេវាយចូលទៅក៏ធ្វើតានឆាងស្រែកដោយការឈឺចាប់ខ្ទេចទៅយ៉ាងឆ្ងាយស៊ូយីងក៏បានបង្ហាញខ្លួនម្ដងទៀតប្រើប្រាស់នៅស្នេហ៍ទី3នៃកំណាប់ដៃដំរីដៃនោះគឺជាក្រញ៉ាំដោយសាច់ខ្វាចូលទៅកំទេចក្បាលរបស់គេដែលនៅខាងលើតានឆាងពេលនេះក៏ទូខ្សែរបស់ស៊ូយីងហើយគាត់ក៏បានហក់មកម្ដងទៀតបណ្ដងនៅមាត់ជាកិច្ចបង្ហាយតែគេក៏បានប្រាប់ឲ្យឈប់ហើយពេលនេះគេក៏សុខចិត្តទម្លាក់ទឹកភ្លៀងនៅក្នុងភូមិហើយដល់ពេលនេះស៊ូយីងក៏បានទុកជាបរិយាគេក៏បានអរគុណប្រតិសុំទោសហើយគេនឹងធានាថាការប្រមូលផលគឺពិតជាបរិបូរណ៍សម្រាប់ភូមិទាំងមូលតែភ្លាមគេក៏បានបញ្ចេញនូវធម៌ពលវិបាកទៅកាន់ស៊ូយីងបណ្ដាលឲ្យគាត់បានផ្ទុះនឹងខ្លាំងក្លាតាមឆាងក៏បានសោយយ៉ាងសប្បាយចិត្តចង់ឲ្យយើងជួយសង្គ្រោះទៅកាន់ពួកឯងផងគ្មានផ្លូវទេមកឲ្យបាត់ទៅអាចង្រៃនិយាយរួចក៏បានវិបាកទៅម្ដងទៀតធម៌ពលក៏បានផ្ទុះឡើងសារជាថ្មីក៏ធ្វើឲ្យគេកាន់តែសប្បាយចិត្តបន្ថែមទៀតហើយតែភ្លាមក៏បានចាប់អារម្មណ៍នឹងអ្វីម្យ៉ាងបើយើងក្លែងមកកាន់ភ្នំភ្លើងវិញស៊ូយីងក៏បានបើកភ្នែកមកប្រើប្រាស់នៅល្បឿនចង្លឿនរបស់គាត់ស្ទុំមកមាត់ទៅកាន់តានឆាងមួយដៃទៀតទៅយ៉ាងឆ្ងាយលើកនេះគឺលេមិនធូរដៃទៀតហើយហក់ឡើងទៅខាងលើទាត់គេមកជើងធ្លាក់ចុះទៅខាងក្រោមវិញបន្ទាប់មកក៏យកជង្គង់អុកក្បាលគេជាប់នឹងដីនិយាយថាឯងគឺមិនគួរបោកប្រាស់ខ្ញុំទេហើយក៏មិនគួរសម្លាប់ទៅកាន់លោកពូជាងដែរមួយដៃនេះគឺសម្រាប់សងសឹកទៅឲ្យលោកពូជាងចំណែកឯមួយដៃនេះគឺជាអ្វីដែលគ្រប់គ្នាលះបង់សម្រាប់ឯងតានឆាងកាន់តែវេទនាបន្ថែមទៀតហើយសូមអរស៊ូយីងឲ្យទប់ជីវិតឲ្យគេផងតែស៊ូយីងមិនបានខ្វល់អំពីការអង្វររបស់គេឡើយវាយមួយដៃហោះឡើងទៅខាងលើបន្ទាប់មកក៏ត្រៀមនៅកំដាប់ដៃបន្តគណៈពេលនឹងដែរក៏បានលើកចេញនៅរូបចម្លាក់ដំរីដ៏ធំមួយមកក្រោយពីឃើញបែបនេះគេក៏បានគំរាមទៅកាន់ស៊ូយីងថាគេគឺជាអ្នកគ្រប់គ្រងភូមិនេះជាមួយនឹងអាណាចក្រអធិរាជបើឯងសម្រាប់ខ្ញុំនោះរាជធានីខ្មៅជាមួយនឹងអាណាចក្រអធិរាជមិនលើកលែងឯងឡើយតែលើកលែងស៊ូយីងមិនខ្វល់នៅឡើយមិនមួយដៃទម្លុះនៅខ្លួនរបស់គេផ្ទុះខ្សែភីនៅឆ្មាយធម្មពលបន្ទាប់ពីអ្វីបានស្ងប់ស្ងាត់ទាំងអស់យើងក៏បានឃើញស៊ូយីងងើបមកពិតជាអស់កម្លាំងយ៉ាងខ្លាំងស្របពេលនោះក្មេងតូចក៏បានដើរសម្ដៅមករកស៊ូយីងគាត់ក៏ចង់លេងជាមួយនឹងគេតែម្ដាយក្មេងតូចក៏បានសុំទោសយកកូនប្រុសចាស់ចេញទៅដល់ពេលនេះក៏ព្យាយាមប្រាប់ពួកគេកុំឲ្យខ្លាចគាត់អីគាត់គ្រាន់តែសម្រាប់ទៅកម្មមនុស្សអាក្រក់តែនៅភូមិលឿនចឹងក៏ស្ទើរតែបានបិទទ្វារបិទបង្អួចអស់រលីងស៊ូយីងឃើញចឹងគាត់ក៏នឹងឆ្ងល់តែមានរឿងអ្វីកើតឡើងដល់ហើយអ្នកភូមិដែលនៅក្នុងផ្ទះបើទោះបីជាបែបនេះក៏នៅតែគោរពទៅកាន់តានឆាងចំណែកឯស៊ូយីងនៅតែងើឆ្ងល់គាត់បានជួយសង្គ្រោះពួកគេតែពួកគេបែរជាខ្លាចគាត់ទៅវិញបន្ទាប់មកគាត់បានធ្វើដំណើរទៅកាន់ទីសក្ការៈបូជាយកមាន់មួយមកញ៉ាំនៅតែងើឆ្ងល់ក្នុង
ក្នុងចិត្តតែគាត់ធ្វើអ្វីខុសទៅគាត់ទៅសម្លាប់ទៅកម្មមនុស្សអាក្រក់សោះឬគាត់ក៏បានយកឈាមសរសើរនៅលើជញ្ជាំងថាអ្នកដែលបានសម្លាប់អាទិទេពតានឆាងគឺជាគាត់ស៊ូយីងក្រោយមកក៏បានដើរចេញមកខាងក្រៅលើជង្គង់ចុះអរគុណទៅកាន់អ្នកគ្រប់គ្នាដែលបានថែរក្សាគាត់ប្រមាណឆ្នាំមកនេះហើយគាត់ក៏ពិតជាសុំទោសដែលបានបង្កបញ្ហាទៅឲ្យពួកគេនិយាយរួចក៏ចង់ចាស់ចេញពីភូមិតែស្របពេលនៅជើងស៊ូក៏បានហៅគាត់នាងក៏បានអរគុណទៅកាន់គាត់ប្រោសទៅប្រាប់គេត្រូវតែរស់នៅឲ្យបានល្អស៊ូយីងក៏បានប្រាប់នាងវិញឲ្យថែខ្លួនផងនិយាយរួចក៏ចាស់ចេញតែពិបាកចិត្តព្រោះតែទីនេះគឺជាកន្លែងដែលគាត់នៅតាំងពីតូចដែលយន់ឈីណែវិញគេក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងស៊ូយីងបានជាអាចឡើងទៅដល់កម្រិតទី5នៅកំណាប់ដៃដំរីបាត់ហើយគេវិញបានហ្វឹកហាត់បច្ចេកទេសកំណាប់ដៃដំរីនេះឲ្យជាច្រើនទស្សវត្សតែនៅតែមិនចេះហើយតែឲ្យចេះមិនកើតបើខ្លួនអាចពុះហើយស្នេហ៍នេះគឺជាស្នេហ៍កំណាប់ដៃហើយពេលនេះយន់ឈីក៏ទៅតាមស៊ូយីងចោលគាត់បង្រៀនស្នេហ៍មួយនេះតែមិននៅសម្លេងមួយក៏បានប្រាប់មកកាន់យើងគណៈពេលដែលស៊ូយីងកំពុងតែរត់គេចខ្លួននោះដំណឹងที่គាត់បានសម្លាប់អាទិទេពតានឆានោះពិតជាបង្កនៅការចាប់អារម្មណ៍ជាខ្លាំងទៅដល់អាទិទេពដែលនៅទីក្រុងលីងលីងឈើជាមួយនឹងគ្រូសាចៅហើយម្នាក់នេះគេគឺជាចៅយ៉ាងមកពីគ្រូសាចៅដែលជាគ្រូសាធំមួយក្នុងចំណោមគ្រូសាធំតាម8បន្ទាប់មកស្រីក៏បានកាសស្ថាននៅបឹងឈូកមួយកន្លែងចៅយ៉ាងក៏បានមករាយការណ៍ប្រាប់ទៅកាន់ឪពុកតែតទៅជាមួយនឹងស៊ូយីងគេជាអ្នកប្រមាណពោះដែលបានសម្លាប់ទីប្រឹក្សាជាមួយនឹងអាទិទេពប្រចាំភូមិហើយបច្ចុប្បន្ននេះគេកំពុងតែរត់គេចខ្លួនចៅយើងហាងលើបែបនេះក៏ថាគេមានសមត្ថភាពអាចសម្លាប់ទៅកាន់អាទិទេពបានក៏មានន័យថាគេគឺជាអ្នកវឹកហាត់ហើយទាំងអស់នេះគឺជាអ្វីដែលចៅយ៉ាងចង់ប្រាប់ទៅកាន់ឪពុកដែរព្រោះតែគេបានរកឃើញកាពីពីវាក្បាលនៅក្នុងផ្ទះស៊ូយីងចៅយើងហាងគេក៏ស្គាល់នេះគឺជាបច្ចេកទេសដំបូងរបស់ពូជពងបិសាចដូច្នេះគឺមានន័យថាស៊ូយីងគេបានអនុវត្តនូវបច្ចេកទេសដាំដុះរបស់ពូជពងបិសាចហើយស្របពេលនឹងដែរយើងក៏ឡើងមកកាន់អាទិទេពស៊ូលីងហ្វូវិញគេគឺជាអាទិទេពប្រចាំទីក្រុងលីងលីងពេលនេះក៏ទទួលបានដំណឹងពីកូនចៅថាស៊ូយីងបានវឹកហាត់នៅបច្ចេកទេសបិសាចកូនចៅក៏បានប្រាប់ទៅកាន់លោកម្ចាស់វិធីវឹកហាត់របស់ស៊ូយីងគឺមិនពេញលេញទេនៅយ៉ាងមិនទាន់ចប់ផងក៏ត្រូវបានលោកម្ចាស់របស់គេវាយទៀតអាលងងការជួយដឹងរបស់មនុស្សម្នាក់នេះពិតជាជ្រាលជ្រៅខ្លាំងណាស់ហើយពីសម្ដីអំបញ្ញមិញនេះគឺជាពីសម្ដីរបស់ចៅជាងហាងគាត់ក៏បានបន្តសម្បីតែព្រឹត្តិការណ៍នៅក្នុងគ្រួសារចៅក៏មិនអាចពិស្មារជាមួយនឹងអាឡុតមនុស្សនោះបានដែរហើយបច្ចេកទេសនេះគឺគ្រាន់តែជាមួយផ្នែកនៃបច្ចេកទេសដំណាក់កាលដំបូងនៃការប្រមូលផ្ដុំឈីប៉ុណ្ណោះកម្មការស៊ឺលីងហ្វូនេះវិញក៏និយាយទៅកាន់កូនចៅបញ្ហានៃការវឹកហាត់របស់ពូជពងបិសាចរបស់យើងគឺមិនមែនជារឿងតូចតាចទេពេលនេះក៏បានដាក់បញ្ជាអតិថិខ្មោចទាំងអស់ហើយចៅជាងហាងក៏បានដាក់បញ្ជាដូចគ្នាកងទ័ពដែលស្ថិតនៅក្នុងទីក្រុងលីងលីងហ្វូទាំងអស់មិនថាមានអ្វីកើតឡើងនោះទេត្រូវចាប់ខ្លួនស៊ូយីងទាំងរស់មកវិញឲ្យបានកូនចៅស៊ឺលីងហ្វូក៏បានទទួលបញ្ជាគេក៏បានប្រាប់បន្តបើកងទ័ពនៅគ្រួសារចៅព្យាយាមចាប់ខ្លួននៅស៊ូយីងនោះមិនចាំបាច់ស្ទាក់ស្ទើរទេសម្រាប់ពួកគេទៅហើយចៅជាងហាងជាមួយស៊ឺលីងហ្វូគេគឺនិយាយពាក្យដូចគ្នាអត់មានចំវង្វេងហើយត្រូវតែប្រកាសបើស៊ូយីងស្លាប់សាកសពរបស់គេគឺត្រូវតែយកមកគ្រួសារចៅបន្តមកស្រីក៏បានកាត់ម្ដងថ្ងៃស្អែកជាមួយនឹងហ្វឹងជីគឺជាអាទិទេពប្រចាំភូមិសនហងឌីពេលនេះនាងក៏កំពុងតែគម្រាមទៅកាន់អ្នកភូមិមិនចាំបាច់កុហកខ្ញុំទេស៊ូយីងគេប្រកាសជាធ្វើដំណើរកាត់ទីនេះអ្នកភូមិគ្មានជំរឿក៏បានធ្វើតាមបញ្ជានាងស្វែងរកស៊ូយីងស្របពេលនោះយើងក៏បានឃើញស៊ូយីងកំពុងតែលាក់ខ្លួនគាត់មិនអាចចាត់ការបានទេដោយសារតែមានមនុស្សនៅទីនេះតែបែបនេះយន់ឈីក៏បានចេញមកទូទៅប្រែក្លាខ្លួនទៅជាធំដើម្បីបំភ័យទៅកាន់អ្នកភូមិឲ្យរត់គេចខណៈពេលអ្នកភូមិកំពុងតែភ័យខ្លាចហ្វឹងជីក៏និយាយចេញមកពូតូចនេះមកពីណាចង់រកសេចក្តីស្លាប់ហើយនិយាយរួចក៏បានសម្លុកចូលគេចផុតពីការត្របាក់ពីយន់ឈីរួចក៏បានគវិលដារបស់នាងឆាច់កាប់សម្ដៅទៅកាន់ខ្លួនរបស់គេអ្នកភូមិឃើញយន់ឈីរត់របស់បែបនេះក៏មានការសប្បាយចិត្តស្រែកអបអរសាទរទៅកាន់អាទិទេពរបស់គេខណៈពេលនឹងដែរហ្វឹងជីក៏បានហោះឡើងទៅខាងលើចាប់ផ្ដើមប្រើប្រាស់នូវស្នេហ៍ខ្ចោបជុះតែមិនទាន់បានចេញមកផងក៏ត្រូវបានយន់ឈីមកត្របាក់លេបចូលទៅក្នុងពោះបាត់គេក៏បាននិយាយទៅកាន់នាងមានតែមនុស្សល្ងងទេដែលរងចាំឲ្យនាងបញ្ចេញស្នេហ៍រួចអ្នកភូមិឃើញបែបនេះក៏មានការភ័យខ្លាចបញ្ញាប្រត់គេចតែរឿងក៏បានកំណត់ថ្ងៃស្អែកស៊ូយីងក៏បានជួបប្រទះជាមួយនឹងអាទិទេពម្នាក់ទៀតតែគេគឺជាអាទិទេពប្រចាំភ្នំទូកាងតែអាទិទេពមួយនេះដូចជារឿងរ៉ាវរ៉ាបន្តិចហើយមិនទាន់ធ្វើអ្វីបានផងក៏ត្រូវបានស៊ូយីងបែកពីវិដ័យបាត់ក្រោយមកក៏មានអាទិទេពយានលីងចង់មកចាប់ខ្លួនស៊ូយីងបន្តតែខណៈពេលដែលលោតមកនោះក៏ត្រូវបានស៊ូយីងទាត់មួយជើងហោះឡើងទៅខាងលើបន្ទាប់មកក៏បានហោះទៅតាមទាត់មួយជើងទៀតទម្លាក់ចូលមកខាងក្រោមវិញស៊ូយីងក៏នៅតែបន្តជួបប្រទះជាមួយនឹងអាទិទេពបិសាចជាច្រើនទៀតតែក៏ស៊ីមួយដៃដេកស្អាតបាត់ហើយបន្ទាប់មកក៏ជួបប្រទះជាមួយនឹងអាទិទេពបិសាចម្នាក់ទៀតដែលគេមានសមត្ថភាពអាចប្រើប្រាស់ថាមពលទឹកតែប៉ុន្តែក៏នៅតែគ្មានបញ្ហាដោយសារតែគាត់មានជំនួយការពិសេសដែលនោះគឺជាយន់ឈីគេក៏បានរត់ខ្លួនមានស៊ីវជាប់បោកឡើងខ្ទិតទឹកពីពេញនឹងក្រោយមកទៀតគាត់ក៏បានជួបប្រទះជាមួយនឹងអាទិទេពបិសាចម្នាក់ទៀតដែលគឺជាជូវ៉ាងសៃហើយគេក៏មានសមត្ថភាពទូទាយគប់នៅផ្លាកនេះទៅកាន់ស៊ូយីងការដុតតូចនេះក៏បានប្រែទៅជាធំស៊ូយីងក៏ពិបាកនឹងទប់ទល់តែក្រោយមកស៊ូយីងក៏អាចចាំនៅការនេះបានរត់សម្ដៅទៅរកម្ចាស់វាវិញក្រោយពីរត់មកដល់ក៏បានហោះឡើងទៅខាងលើវាយចូលមកផ្ទុះនៅចំហាយធម្មពលយ៉ាងខ្លាំងក្លាពេលនេះស៊ូយីងក៏បានចាត់ការនៅអាទិទេពអស់ជាច្រើនហើយគាត់ក៏កំពុងតែរត់អំពីអាទិទេពបិសាចម្នាក់ដែលគេគឺជាម៉ាំងហាអាទិទេពបិសាប្រចាំភ្នំហុងអាទិទេពបិសាម្នាក់នេះមិនត្រឹមតែមានធំទេសូម្បីតែកក៏វែងដែរយន់ឈីក៏បានឌឺដងក្បាប់ពូឡើងប៉ុណ្ណាណៃដេញមិនតាន់តែក្បាប់ព្រោះក៏បានប្រាស៊ូយីងឲ្យបន្ថែមល្បឿនទៅគេចង់ឲ្យក្បាប់មួយនេះដេញពូយើងតតែស្លាប់តែស៊ូយីងក៏បានប្រាប់គេបិទមាត់បើនៅតែនិយាយច្រើនទៀតគាត់នឹងបើគេចេញជាមិនខានដែលឡែកម៉ាំងហាក៏បានស្រែកប្រាប់ឲ្យពួកគេឈប់រួចក៏បានគប់នៅអាវុធរបស់គេមកតែជាសំណាងល្អដែលស៊ូយីងអាចគេចផុតបានបើសិនជាត្រូវវិញមិនដឹងថាបាយសាយប៉ុន្មានតម្លៃទេឆ្លៀតការនេះស៊ូយីងក៏បានទាត់ដើមឈើដែលគេបានវាយបាក់នៅត្រកម៉ាំងហាតែក្បាលពូម៉ាំងហាពិតជាស្វិតបានផ្លាត់នៅដើមឈើនេះត្រឡប់ទៅវិញគណៈពេលនឹងដែរយើងក៏សាតែបានឃើញនៅស៊ូយីងបានរួចគេចខ្លួនបាត់ទៅហើយគេក៏បានស្រែកយ៉ាងខ្លាំងឲ្យវិញ្ញាណចេញមកកាប់មកកាន់ស៊ូយីងនេះវិញកំពុងតែសម្រាប់ហត់នៅយ៉ាងខ្លាំងអាក្បាប់នោះពិតជាដេញតាមស្អិតខ្លាំងមែនទែនជាសំណាងល្អហើយដែលគេបានផ្លាស់ទីយឺតៗក៏បានមិនដូច្នេះទេគាត់ប្រកាសជាស្លាប់ឬក៏បានហៅទៅកាន់យន់ឈី
ឈីក៏ប្រាប់គេឲ្យហើយកត់ថានោះទៅបើពេលបរិបរបស់គេបានវឹកហាត់បច្ចេកទេសកម្រិតដៃគោកម្លាំងដំរីដូច្នេះហើយទើបគាត់ដាក់នាមត្រកូលថានោះនៅពេលដែលខ្ញុំបានកើតមកឪពុករបស់ខ្ញុំក៏បានប្រាប់ពុជពងពោះរបស់ខ្ញុំត្រូវបានគេហៅថាយន់នៅសម័យបុរាណហើយខ្ញុំគឺជាកូនទី2ដូច្នេះហើយទើបគាត់បានដាក់ឈ្មោះថានូយន់ឈីនៅបែបនេះសូយើងក៏បានសួរគេតើតើជំនាញវិធីវឹកហាត់មួយនេះតើវាអាចប្រែទៅជាបិសាចបានទេព្រោះតែគាត់បានឃើញគេប៉ាន់ប្រែទៅជាពោះដ៏ធំមួយចេះស្ដាប់បច្ចេកទេសនេះគឺជាបច្ចេកទេសកម្រិតដៃគោកម្លាំងដំរីដូច្នេះហើយគេគួរតែប្រែក្លាយទៅជាគោឈ្មោះដ៏ធំមួយហើយគាត់ពិតជាងឆ្ងល់ខ្លាំងណាស់បាទដូច្នេះតើវាមានអ្វីពាក់ព័ន្ធជាមួយនឹងគោទៅយន់ឈីក៏បានតទៅវិញដូច្នេះឯងគិតថាបុព្វបុរសរបស់ខ្ញុំយកច្រឡំជាមួយនឹងបច្ចេកទេសមួយនេះមែនទេឈ្មោះរបស់ខ្ញុំគឺត្រូវហើយតែតកោវិញដូចជាខុសសូយើងគិតថាទីគាត់ដូរនាមតកោឲ្យឯងទៅយន់ឈីក៏ប្រាប់ទៅវិញមិនអាចទៅរួចទេជាតារបស់ខ្ញុំតកោនោះឪពុករបស់ខ្ញុំក៏តកោនោះដែរហើយពេលនេះពួកគេក៏មានកម្រងទៅកាន់ភ្នំរូវាងដែលជាកន្លែងស្នាក់នៅរបស់យន់ឈីក៏បានប្រាប់ថានៅទីនោះគឺមានវត្ថុបុរាណមួយតាមពិតទៅជាក់ស្ដែងនៅទីនោះគឺគ្រាន់តែជាកន្លែងលាក់ខ្លួនមួយប៉ុណ្ណោះបើធ្វើដំណើរពីទីនេះទៅពួកយើងគឺនៅសល់តែ200ម៉ាយទៀតប៉ុណ្ណោះសូយើងក៏បានរំលឹកថា200ម៉ាយហើយក៏បាននិយាយទៅដល់អតិថិបិសាដែលបានដេញតាមគាត់គឺមានទៅដល់10នាក់ទៅហើយពួកគេចេញដំណើរពីភូមិចាងទៅកាន់ភ្នំរូវាងទៅបាន2-3ម៉ាយប៉ុណ្ណោះប៉ុន្តែជួបនឹងអតិថិបជាច្រើនបាត់ទៅហើយយន់ឈីក៏បានប្រាប់មើលទៅប្រហែលជាមានអតិថិបិសាប្រចាំទីក្រុងបានជំនឿជាពួកគេតាមស្លាប់ឯងហើយឬគេក៏រំលឹកទៅដល់ទីក្រុងលីងដែលមានកម្ពស់ភ្នំរហូតដល់800ឯណោះមិនត្រឹមតែប៉ុណ្ណេះក៏មានទន្លេចំនួន500ថែមទៀតបូករួមជាមួយនឹងបឹងនិងភូមិតូចៗទៀតពួកគេប្រហែលជាមានអតិថិបិសាចំនួន2000ឯណោះក្នុងចំណោមពួកគេក៏មានតែបិសាចភ្នំប៉ុណ្ណោះដែលមានកម្លាំងខ្លាំងក្លាជាងគេជាក់ស្ដែងក៏ដោយអាកម្លាប់មួយនោះអញ្ចឹងស៊ូយើងលឿនចឹងក៏បានដកដង្ហើមធំមកទៅអតិថិបិសាប្រចាំទីក្រុងលីងបានដាក់ហូរដើរមកលើខ្ញុំហើយលើកនេះបើខ្ញុំមិនអាចរត់គេចបានទេឯងត្រឡប់ទៅវិញចុះយន់ឈីក៏មានការភ្ញាក់ផ្អើលបើខ្ញុំចាស់ចេញចុះឯងវិញស៊ូយើងក៏បានតទៅវិញសុភាពបរិះហ៊ានធ្វើហ៊ានទទួលបញ្ហាទាំងអស់នេះខ្ញុំជាអ្នកបង្កឡើងគ្មានអ្វីពាក់ព័ន្ធជាមួយនឹងឯងទេស្របពេលនឹងដែរយើងក៏បានលើកសម្លេងមនុស្សម្នាក់បានបន្លឺឡើងពិតជាល្អណាស់សុភាពបរិះហ៊ានធ្វើហ៊ានទទួលពីសម្ដីរបស់លោកក៏ពិតជាគួរចង់ស្ដាប់ណាស់ស៊ូយើងបន្ទាប់ពីឃើញរូបរាងកាយក៏ដឹងហើយថានេះគឺជាមន្ត្រីគេក៏បានរំលឹកថាទីក្រុងលីងគឺជាទឹកដីរបស់គ្រួសារចៅឯងបានសម្រាប់នៅទីប្រឹក្សាជាងក៏មានន័យថាឯងបានប្រមាថទៅកាន់គ្រួសារចៅហើយពេលនេះគ្រាន់តែសុំចុះចាញ់នៅទទួលនៅទរណកម្មបន្តិចទៅហើយម្នាក់នឹងគេគឺជាឌីងគួងដែលជាមន្ត្រីនៅក្នុងទីក្រុងលីងស៊ូយើងក៏បានសោយតទៅវិញពួកគេបានខົບខិតជាមួយនឹងពួកវិស័យគ្រប់គ្រងទៅលើមនុស្សសាមញ្ញធម្មតាគេស្លាប់គឺជារឿងដែលសមហេតុផលហើយឌីងគួងនិយាយបន្តិចហើយក៏ថាជីវិតមនុស្សមែនទេវាគ្មានអ្វីសោះវាប្រៀបដូចជាវត្ថុដែលគ្មានតម្លៃសម្រាប់មនុស្សនៅក្នុងគ្រួសារចៅអញ្ចឹងបន្ទាប់មកក៏ប្រើប្រាស់នៅធម្មពលវត្តរបស់គេរុញខ្លួនឯងឡើងទៅខាងលើប្រាប់ថានេះគឺជាបច្ចេកទេសវឹកហាត់របស់ពុជពងមនុស្សវិធីសាស្ត្រមួយនេះគឺមានអត្រាខ្ពស់ណាស់ដើម្បីជោគជ័យខ្លាចទៅជាអមតៈដ៏ពិតប្រាកដម្នាក់ហើយវាក៏ពិតជាខុសគ្នាទាំងស្រុងជាមួយនឹងបច្ចេកទេសបិស្តាដែលគេបានវឹកហាត់តែតាមអ្វីដែលស៊ូយើងដឹងគ្រូសាស្ត្រមួយចំនួនពិតជាចាប់អារម្មណ៍ទៅកាន់បច្ចេកទេសរបស់គាត់ណាស់គេសើបន្តិចហើយក៏បានតទៅវិញក្រោយពីឪពុកម្ដាយរបស់ឯងស្លាប់ទៅរបស់នោះគឺគ្មានប្រយោជន៍ទៀតទេហើយឯងដែលជាកូនប្រុសរបស់ពួកគេនេះគឺគ្រាន់តែជាមនុស្សដែលបរាជ័យម្នាក់ប៉ុណ្ណោះបច្ចេកទេសរបស់គេគឺជាបច្ចេកទេសដែលច្បាស់លាស់បំផុតដែលចេញមកពីគ្រួសារចៅទោះឯងខិតខំប្រឹងប្រែងយ៉ាងណាក៏មិនអាចទទួលបានដូចជាខ្ញុំដែរស៊ូយើងលឿនចឹងក៏បានឌឺរងទៅវិញចឹងមានន័យថាឯងគ្រាន់តែជាកញ្ចាស់របស់គ្រួសារចៅប៉ុណ្ណោះត្រឹមតែជាកញ្ចាស់ដាច់ថ្លៃម្នាក់បើជាមានវឌ្ឍនភាពទៅលើខ្លួនឯងយ៉ាងនេះទៅហើយស្ដាប់នៅពេលឌឺដងទាំងអស់នេះហើយគេក៏កាន់តែមកបញ្ជានៅវត្តរបស់គេទៅវិញប្រហានិយាយត្រឡប់ទៅវិញឯងគឺគ្មានឱកាសធ្វើជាអ្នកបម្រើនៅគ្រួសារចៅផងវត្តទាំងអស់នេះក៏បានចាប់រត់ខ្លួនស៊ូយើងអណ្ដែតឡើងទៅខាងលើគេក៏បានសោយយ៉ាងសប្បាយចិត្តបន្ទាប់មកគេក៏បានចាប់បោកគាត់យ៉ាងខ្លាំងមកដីវិញចាប់ដល់នៅស្ទើររឿងមកយើងក៏បានឃើញឌីងគួងគេកំពុងតែស្ទើរនៅលើទឹកគេក៏បានប៊ូលូទៅកាន់ស៊ូយើងមនុស្សថោកទាបឯងបានឃើញនៅស្នេហ៍ដ៏អស្ចារ្យរបស់យើងចាត់ទុកថាជាកិត្តិយសរបស់ឯងទៅហើយបន្ទាប់មកក៏ចាប់ផ្ដើមបញ្ចេញបច្ចេកទេសរបស់គេដើម្បីធ្វើពិធីកម្ចាត់ទៅកាន់បិសាចប្រឡងឋានសួគ៌ផ្ដោតកំណើតឲ្យខ្លាសវិញ្ញាណផែនដីផ្ដោតកំណើតឲ្យនាគឃីវវត្តជាច្រើនក៏ចាប់ផ្ដើមប្រមូលផ្ដុំរួមរត់ទៅកាន់ខ្លួនស៊ូយើងគេក៏នៅតែបន្តសោតខណៈពេលនេះក៏បានហោះឡើងទៅខាងលើសោតបន្តមិនដឹងថាជាស្អីខ្លះទេនៅពេលដែលគេបានសោតវត្តជាច្រើនក៏នៅតែបន្តរួមរត់ទៅកាន់ខ្លួនស៊ូយើងតែស៊ូយើងក៏ប្រើកម្លាំងបន្តិចទៅកាន់វត្តទាំងអស់នេះឌីងក៏នៅតែនិយាយមិនថាឯងខ្លាំងប៉ុណ្ណាទេក៏មិនអាចយកឈ្នះបច្ចេកទេសរបស់យើងបានដែរគុំគិតថាឯងរកបានបច្ចេកទេសតូចតាចពីពួកវិសាចនោះចង់មកប្រកួតប្រជែងជាមួយនឹងយើងគ្មានផ្លូវទេខណៈពេលនេះក៏បានបញ្ជានៅវត្តរបស់គេបន្ថែមទៀតរួមរត់ទៅកាន់ខ្លួនស៊ូយើងកាន់តែខ្លាំងស៊ូយើងគាត់ក៏មានការឈឺចាប់គេក៏និយាយមកតពេលនេះឯងចាញ់ហើយសោយផងរំផងក៏ពិតជាសប្បាយចិត្តរីឯស៊ូយើងវិញក៏ត្រូវបានវត្តរត់កាន់តែខ្លាំងមិនយូរប៉ុន្មានឌីងគាត់ក៏បានឈប់ស៊ូយើងក៏ត្រូវបានវត្តទាំងអស់នេះរុំរត់ខ្លួនគាត់ចិត្តតាមការក៏បានស្ងប់ស្ងាត់ឌីងគាត់ក៏រៀងអស់កម្លាំងបន្តិចដែរតែមិនថាយ៉ាងណាក៏នៅតែបន្តសោយឯងក៏មានទំនុកចិត្តខ្ពស់ពេកហើយដែលឯងនៅម្ខាងទៀតយន់ឈីកំពុងតែស្ទើរតើគេគួរជួយឬក៏អត់គិតបន្តិចក៏ចាចាញ់ពួកយើងមិនស្គាល់គ្នាទេក្លែងមកកាន់ខាងនេះវិញឌីងគាត់សោយបន្តិចហើយក៏ថាកុំអារម្មណ៍អីខ្ញុំនឹងទុកជីវិតឲ្យឯងព្រោះតែគ្រួសារចៅចង់បានឯងទាំងរស់តែនឹងยังមិនទាន់ចាប់ស្រួលបួបងក៏សន្តែមានធម្មពលបានលេចចេញអំពីវត្តរបស់គេមួយរំពេចក៏បានផ្ទុកបែកឌីងគាត់ក៏មានការភ្ញាក់ផ្អើលឥឡូវនេះមិនទាន់កើតអីទៀតស៊ូយើងក៏បានបង្ហាញខ្លួនអរគុណទៅកាន់គេដែលបានរំលឹកគាត់នៅពេលនោះគេបាននិយាយថាមិនថាឯងខ្លាំងប៉ុណ្ណាក៏មិនអាចយកឈ្នះវត្តតំពេងបាយជូររបស់យើងបានដែរស៊ូយើងក៏ដឹងតែម្ដងវត្តតំពេងបាយជូរគឺខ្លាចភ្លើងហើយដោយដឹងស្រាប់ចឹងគាត់ក៏បានវឹកហាត់ធម្មពលដ៏ស្រូបយកអំពីព្រះអាទិត្យដូច្នេះហើយធម្មពលភ្លើងរបស់គាត់គឺមិនធម្មតាទេវត្តកំពេចកំពកមិនអាចទប់ជាប់បានទៅកម្មការបច្ចុប្បន្នវិញឌីងគាត់ក៏បានសរសើរនៅកណ្ដាលសមរភូមិគេអាចយល់ដឹងអំពីបច្ចេកទេសរបស់គាត់ថែមទាំងអាចបំបែកបានទៀតតែគួរសោកស្ដាយកម្លាំងរបស់ឯងគឺនៅខ្សោយបើគ្រួសារចៅមិន
ចាំបានឯងទៅរស់ទេឯងក៏មិនអាចចេញមកវិញបានឡើយស៊ូយើងក៏បានឌឺដងទៅវិញមើលតែឯងក៏ពិតជាឆ្កែរបស់គ្រួសារចៅពិតមែនហើយសម្បីតែបច្ចេកទេសការបែបនេះក៏គ្រួសារចៅមិនបានបង្រៀនឯងពេញលេញដែរលើបែបនេះក៏មុំម៉ៅស្រីឲ្យស៊ូយើងប្រចាំបិទមាត់ទៅស៊ូយើងក៏ត្រៀមខ្លួនមកចេញនៅធម្មពលរបស់គាត់ដល់វិញខ្ញុំម្ដងហើយបន្ទាប់មកក៏បានសម្រុកទៅយ៉ាងលឿនដេញគាត់ក៏បានជិះនៅវ៉កគេហោះឡើងទៅខាងលើស៊ូយើងក៏បានជន់ទៅកាន់ទឹកយ៉ាងខ្លាំងហោះទៅតាមដេញគាត់ក៏បញ្ជានៅវ៉កគេវាយប្រហារពីខាងលើតែកំដាប់ដៃស៊ូយើងក៏ពិតជាខ្លាំងកំទេចទៅកាន់វ៉កទាំងអស់នោះវាយមួយដៃក៏ធ្វើឲ្យដេញគាត់បានធ្លាក់ចុះទៅខាងក្រោមវិញក៏បានមកតាមនិយាយទៅកាន់គេឯងក៏ជាបារម្ភម្នាក់តែបែរជាជ្រើសរើសធ្វើជាឆ្កែរបស់គ្រួសារចៅទៅវិញកំដាប់ដៃពោពេញទៅដោយធម្មពលម៉ាត់ចូលទៅផ្ទុះសាយភីកំទេចទៅកាន់វ៉កក៏ធ្វើឲ្យដេញគាត់បានធ្លាក់ទៅលើទឹកមិនទាន់បានត្រៀមខ្លួនផងលបឿនយឺនលឿនរបស់ស៊ូយើងក៏បានបង្ហាញខ្លួនពីក្រោយគេតែជាសំណាងល្អដែលដេញគាត់មិនជានៅវ៉ករបស់គេក៏ធ្វើឲ្យស៊ូយើងបានដកឃ្លាបន្តិចបើទោះបីជាអញ្ចឹងកំដាប់ដៃស៊ូយើងក៏ពិតជាខ្លាំងវាយទៅកាន់វ៉កទេតែគ្រាដោយតែម្ចាស់ទៀតស៊ូយើងក៏បានមើលងាយទៅកាន់គេអានេះបំរើថោកទាបអ្វីដែលនិយាយថាជាការខិតខំប្រឹងប្រែងនោះវាគ្មានអ្វីទាំងអស់ឯងគ្រាន់តែពឹងផ្អែកទៅលើអំណាចអ្នកដទៃដើម្បីធ្វើបាបអ្នកទោសសោយប៉ុណ្ណោះចាប់តាំងពីឯងបានធ្វើរឿងអាក្រក់ជាច្រើនសម្រាប់គ្រួសារចៅហើយថ្ងៃនេះខ្ញុំនឹងសម្លាប់ឯងតែគណៈពេលដែលគាត់មករស់នៅវាយនោះក៏ត្រូវបានដេញគាត់មកជានៅវត្តរបស់គេរុញគាត់ឲ្យគ្នាទៅខាងក្រោយវិញដេញគាត់វាយបណ្ដាគាត់និយាយបណ្ដាឲ្យទៅឋាននរកទៅស៊ូយើងក៏បានឌឺដងទៅវិញឯងគ្រាន់តែជាមនុស្សធម្មតាម្នាក់មានសមត្ថភាពបន្តិចបន្តួចប៉ុណ្ណោះនិយាយរួចក៏បន្តវាយទៅកាន់វត្តទាំងអស់នេះមួយដៃខ្ទេចតែម្ដងតែនៅពេលដែលចង់វាយទៅកាន់ដេញគាត់នោះគេក៏នៅតែអាចគេចបានបើទោះបីជាអញ្ចឹងក៏នៅតែសម្រុកចូលវាយផងតតផងក៏ធ្វើឲ្យដេញគាត់រៀងពិបាកបន្តិចហើយតែគេក៏នៅតែអាចបញ្ជាវត្តរត់ដៃស៊ូយើងជាប់កវីគាត់ជិត80ជុំរួចមកក៏បានបោកគាត់ចូលទៅក្នុងទឹកចាប់ផ្ដើមបញ្ចេញនៅស្នៀតគប់ផ្កាឈូកតែគណៈពេលដែលគេកំពុងតែកាត់កំប្រឹងប្រែងនោះស៊ូយើងក៏បានបញ្ចេញនៅបច្ចេកទេសកំដាប់ដៃគោកម្លាំងដំរីមកទុះឡើងនៅចំហាយធម្មពលអមទៅដោយព្រលឹងដំរីនៅពីខាងក្រោយនោះឥទ្ធិពលមិនធម្មតានោះទេដេញគាត់គេក៏មាននឹងការភ្ញាក់ផ្អើលតែនេះគឺជាអ្វីតែអ្វីក៏មិនសំខាន់នោះដែរស៊ូយើងក៏បានប្រាប់ប្រាលបួនលឿនស្ទុះមកបង្ហាញខ្លួនពីមុខគេម៉ាត់ចូលទៅមួយដៃជាស្នាឡដែលដេញគាត់មកជានៅវត្តរបស់គេទប់ឡងតាន់ពេលស៊ូយើងក៏បានបន្តសាប់ជាច្រើនដៃទៀតដេញគាត់ចាប់5ចាប់ផ្អើលហើយលើកនេះក៏បានបញ្ចេញនៅវត្តជាច្រើនដើម្បីរួមរត់ខ្លួនគេវិញដល់ឡែស៊ូយើងនេះវិញក៏បានបញ្ចេញនៅទម្រង់ទី4នឹងស្នៀតកំដាប់ដៃដំរីម៉ាត់ចូលទៅជាច្រើនដៃបន្ថែមទៀតមិនយូរប៉ុន្មានវត្តដែលរួមរត់ខ្លួនដេញគាត់នោះក៏ត្រូវបានខ្ទេចគេក៏ព្យាយាមគេចបន្តហើយពេលនេះគេក៏មានតែជ្រើសរើសចូលទៅក្នុងព្រៃប៉ុណ្ណោះរីឯស៊ូយើងក៏នៅតែបន្តដេញគេក៏និយាយមកហើយឯងនៅហ៊ានដេញតាមខ្ញុំទៀតខ្ញុំនឹងធ្វើឲ្យសោកស្ដាយបន្តិចទៀតនេះតែភ្លាមស៊ូយើងក៏បានស្ទុះមកយ៉ាងលឿនម៉ាត់ទៅកាន់គេមួយដៃតែក៏ត្រូវបានវត្តតបរាំងជាប់ពេលនេះក៏ដល់វេនរបស់គេម្ដងហើយព្រោះទីនេះគឺស្ថិតនៅក្នុងព្រៃដូច្នេះហើយវត្តជាច្រើនក៏ចាប់ផ្ដើមប្រមូលផ្ដុំមកកើតចេញនៅរូបរាងដ៏កំណាចមួយស៊ូយើងឃើញបែបនេះក៏មានការភ្ញាក់ផ្អើលសម្ពាធដ៏ខ្លាំងក្លាមួយនេះក៏ធ្វើឲ្យគាត់កម្រើកខ្លួនមិនរួចដេញគាត់ឃើញចឹងក៏បានសោយយ៉ាងសប្បាយចិត្តទៅឋាននរកតាអាចង្រៃតែភ្លាមនោះយន់ឈីក៏សតបានបង្ហាញខ្លួនខំករបស់គេជាប់រូបរាងវត្តដ៏កំណាចមួយនេះក៏សតបានរលាយបាត់ឈិលរកាសល្អស៊ូយើងក៏បានស្ទុះទៅម៉ាត់គេមួយដៃចំកណ្ដាលផ្ទៃមុខទៀតទៅបុកដើមឈើបាក់អស់ជាច្រើនហើយមួយដៃនេះមិនមែនប៉ាងតិចតួចទេក៏ប៉ាងចង់80ម៉ែត្រហើយពេលនេះរបាំងមុខដេញគាត់ក៏ត្រូវបានបែកកែវភ្នែកពោពេញទៅដោយកំហឹងចង់វាយប្រហារបន្តតែក៏ត្រូវបានស៊ូយើងវាយបំបាក់ដៃខ្ញុំមកឲ្យឯងកម្រើកហើយឬនៅនិយាយរួចក៏បន្តវាយបំបាក់ដៃជើងគេបន្ថែមទៀតបន្តមកក៏បានដកឃ្លាទៅខាងក្រោយបន្តិចជានៅកំដប់ដៃរបស់គាត់មករងនៅមាត់ជិះបង្ហាយតែដេញគាត់ក៏បានបញ្ចេញនៅកម្លាំងចុងក្រោយបញ្ជានៅវត្តរបស់គេជាច្រើនមកទប់រងរួចក៏បានវាយប្រហារគាត់ពីខាងក្រោមតែស៊ូយើងក៏បានដកឃ្លាទៅខាងក្រោយតន់ដេញគាត់ក៏បានគេចខ្លួនចូលទៅក្នុងដីនិយាយទៅកាន់ស៊ូយើងអ្វីដែលឯងធ្វើចំពោះខ្ញុំនៅថ្ងៃនេះខ្ញុំនឹងចងចាំអស់មួយជីវិតស្របពេលនោះក៏បានលឺសំឡេងមនុស្សបានស្រែកមកស៊ូគេថាជាលោកមន្ត្រីដេញគាត់មែនទេព្រោះគេបានឃើញនៅបច្ចេកទេសរបស់គាត់ហើយពេលនេះគេបានឃើញឥឡូវឈ្មោះស៊ូយើងដែរឬអត់យន់ឈីក៏បានបង្ហាញខ្លួនមកប្រាប់ទៅកាន់ស៊ូយើងឲ្យចាស់ចេញឥឡូវនេះទៅប្រយ័ត្នមិនទាន់ពេលដល់បែបនេះស៊ូយើងក៏បានចាស់ចេញគាត់ក៏បានអរគុណទៅកាន់យន់ឈីក៏បានតទៅវិញតែឯងក៏ថាខ្ញុំរត់គេចមែនទេរួចក៏បានរំលឹកទៅដល់ពេលនោះដែលស៊ូយើងបានលូកដៃជួយទៅកាន់អ្នកភូមិដែលគេហ៊ានសម្បីតែប្រឆាំងជាមួយនឹងអតិថិបិសាចទឹកចិត្តដ៏ល្អមួយនេះសម្បីតែគេជាពូនោះក៏មានការរំជើបរំជួលបន្តិចដែរឯងក៏ជាមនុស្សដ៏ស្មោះត្រង់និងមានគុណធម៌ម្នាក់ខ្ញុំមិនអាចបោះបង់ឯងចោលចាក់ចេញតែម្នាក់ឯងបានទៅស៊ូយើងក៏បានប្រាប់ទៅកាន់គេវិញក៏ព្រោះតែគាត់គឺជាមនុស្សតែយន់ឈីក៏ថាឯងកុំប្រកាសខ្លាំងពេកខ្ញុំមិនដែលឃើញមនុស្សណាដែលអាចស្ទាត់ជំនាញជាមួយនឹងបច្ចេកទេសវិសាលនោះទេលើចឹងស៊ូយើងក៏បានគិតអាចទេថានេះគឺជាមន្តហើយដែលគ្រួសារចៅចង់ចាប់ខ្ញុំទៅរស់បើខ្ញុំស្មានមិនខុសទេពួកគេប្រកាសគិតថាខ្ញុំពាក់កណ្ដាលមនុស្សពាក់កណ្ដាលវិសាលហើយតែរឿងនេះមិនអាចទៅរួចទេឪពុកម្ដាយរបស់ខ្ញុំគាត់គឺមកពីស៊ូជាពីងបន្តមកសេះរឿងក៏កាន់មកកាន់ដេញគាត់នៅវិញកំពុងតែរងរបួសជាធ្ងន់ដោយសារតែពូយន់ឈីមនុស្សម្នាក់ក៏បានរៀបការប្រាប់ទៅកាន់លោកម្ចាស់វៃឈូថាគាត់នៅរស់ទេវៃឈូលើបែបនេះមិនបាននិយាយអ្វីឡើយក៏បានមើលទៅកាន់ស្ថានភាពពើរបស់ដេញគាត់កូនចៅនៅខាងក្រៅក៏ចាប់ផ្ដើមខ្សឹបខ្សៀវគ្នាថាគាត់គឺជាមន្ត្រីដ៏អស្ចារ្យម្នាក់តែបើជាត្រូវបានក្មេងប្រុសមកបញ្ជនបទវាយឲ្យខ្លាចជាបែបនេះពិតជាគួរអាម៉ាស់ណាស់បើទោះបីជាយើងជួយគេក៏ដោយគេគ្រាន់តែជាមនុស្សគ្មានប្រយោជន៍ប៉ុណ្ណេះប៉ុណ្ណោះទុកឲ្យស្លាប់ទៅល្អជាងតែពីសម្លេងនេះក៏ត្រូវបានវៃឈូបដិសេធក្នុងនាមពួកគេគឺជាកងទ័ពបម្រើគ្រួសារចៅរួមគ្នានោះគឺត្រូវតែជួយគាត់និយាយរួចក៏បញ្ចេញនៅធម្មពលរបស់គេទៅលើថ្ងាសដេញគាត់បែរស្មានក្រោយពើក៏ចាប់ផ្ដើមរលាយបាត់ទៅបន្តិចម្ដងរួចក៏បញ្ចូលនៅធម្មពលរបស់គេបន្តិចទៀតតបជាប់ដៃជើងដែលត្រូវបានស៊ូយើងវាយអាបាក់ត្រឡប់មកវិញដេញគាត់ក៏បានក្រោកមកអរគុណទៅកាន់លោកម្ចាស់វៃយ៉ាងខ្លាំងវៃឈូក៏បានសួរទៅកាន់គេវិញមិនបានជាគេខ្លាចទៅជាបែបនេះគេក៏បានប្រាប់ទៅវិញថាស៊ូយើងមិនត្រឹមតែវឹកហាត់បច្ចេកទេសវិសាទេថែមទាំងខុសខាត់ជាមួយនឹងវិសាថែមទៀតនៅក្បែរគេក៏មានពស់ទូចមួយក្បាលពើរបស់វាក៏ពិតជាសាហាវទៅធ្វើឲ្យស្ថានភាពរបស់គេខ្លាចជាបែបនេះលើកចឹងវៃឈូក៏បានសោយប្រាប់ឲ្យគេសម្រាប់សន្តិទៅសម្រាប់ស៊ូយើងវិញទោះឲ្យគាត់ជាអ្នកចាត់
ការនៅពេលដែលពួកគេបានចាត់ចែងឌីងកនក្បាលស្ទាបរាងកាយខ្លួនឯងហើយបើទីជាបាត់អ្វីម្យ៉ាងបន្តមកស្ទើររឿងក្បាលកម្មដល់កម្ពូលភ្នំមួយកន្លែងនៅខាងលើក៏មានសម្រាប់មួយស៊ូយីងក៏កំពុងតែសម្រាប់នៅទីនេះយន់ឈីក៏បានសរសើរថាការប្រយុទ្ធដ៏ខ្លាំងក្លាបែបនេះតែគេបែរជាអាចលួចយកកំពីចេញពីមន្ត្រីម្នាក់នោះបានហើយប្រយុទ្ធដោយអ្វីដែលស៊ូយីងបានរំពឹងទុកក្នុងនាមគេជាមន្ត្រីពិតជាមានទ្រព្យសម្បត្តិច្រើនណាស់ហើយពេលនេះគាត់ក៏ទទួលបាននូវបច្ចេកទេសវឹកហាត់របស់គេមកទៅវាមិនដូចបច្ចេកទេសដែលគាត់បានវឹកហាត់នៅឡើយនេះប្រហែលជាបច្ចេកទេសសម្ងាត់របស់គ្រួសារចៅជាមិនខានតែយន់ឈីមិនបានកិនចឹងឡើយគ្រាន់តែជាអ្នកបម្រើធម្មតាម្នាក់គ្រួសារចៅមិននឹងអាចឲ្យបច្ចេកទេសសម្ងាត់របស់គេបានទៅបើតាមអ្វីដែលគេបានគិតនេះគ្រាន់តែជាកំពីចម្លងមួយប៉ុណ្ណោះនេះក៏មានន័យថាឌីងគាត់បានលួចចម្លងកំពីសម្ងាត់របស់គ្រួសារចៅស៊ូយីងក៏ថាគួរចាប់អារម្មណ៍នេះគ្រាន់តែជាបច្ចេកទេសចម្លងមួយប៉ុណ្ណោះប៉ុន្តែកម្លាំងរបស់វាគឺគួរភ័យខ្លាចទៅហើយចុះតម្រាំតែស្និទ្ធពេញលេញរបស់វាទៀតអត្តពលប្រកបជាខ្លាំងក្លាជាមិនខានប៉ុន្តែបើគាត់អាចវឹកហាត់កំដៅដៃដំរីឈានដល់ទម្រង់ទី6គាត់គឺមិនខ្លាចឌីងគាត់ទៀតទេឬគាត់ក៏និយាយទៅកាន់យន់ឈីថាពេលនេះគាត់នឹងបញ្ចេញនូវស្និទ្ធកំដៅដៃកោកម្លាំងដំរីឲ្យគេមើលហើយឲ្យគេព្យាយាមសង្កេតមើលគាត់និងមើលការណែនាំនៅក្នុងគម្ពីរបន្ទាប់មកក៏បញ្ចេញនូវធម្មពលប្រាប់ទៅកាន់គេថានេះគឺជាបច្ចេកទេសចម្រាញ់រាងកាយប្រាប់ទៅដល់អស្ចារ្យជាមួយនឹងជំនាញមួយនេះវាធ្វើឲ្យរាងកាយរឹងមាំជាងមុននិងសម្អាតភាពមិនបរិសុទ្ធនៅក្នុងរាងកាយក្រោយពីសង្កេតមើលបន្តិចយន់ឈីក៏ថានេះគឺមិនត្រឹមត្រូវទេតែស៊ូយីងក៏បានប្រាប់ថាអ្វីទាំងអស់នេះគឺគាត់ចង់ប្រាប់គេនឹងហើយព្រោះតែនៅក្នុងការប្រយុទ្ធរវាងគាត់ជាមួយនឹងដេងគាត់ក៏បានចេះវាដោយចៃដន្យហើយតាមពិតទៅបច្ចេកទេសចម្រាញ់រាងកាយប្រាប់ទៅដល់អស្ចារ្យនេះក៏បាត់មួយផ្នែកលឿនជាងយន់ឈីក៏ចាប់ផ្ដើមលូតាមម្ដងអាឡឹមនេះរៀនចេះលឿនខ្លាំងម្ល៉េះគ្រួសាររបស់គេវិញវឹកហាត់អស់3ចំនួនទៅហើយនៅតែមិនទាន់យល់ទៀតព្រោះក៏ស៊ូយីងតែឯងក៏ហោះខ្ញុំមែនទេស៊ូយីងមិននិយាយច្រើនបញ្ចេញឲ្យគេមើលតែម្ដងបំរុងផ្ដុំនៅតាមពពរួយក៏បានបំផ្ទុះឡើងយ៉ាងខ្លាំងក្លារួចក៏បានប្រាប់ទៅកាន់យន់ឈីថាគាត់បានស្ទាត់ជំនាញជាមួយនឹងស្និទ្ធកំដប់ដៃដំរីទម្រង់ទី6ហើយយន់ឈីលឿនជាងក៏បានបើកមាត់ធំចំអាឡឹមនេះមិនមែនជាមនុស្សទេក៏បានប្រាប់ពីការអនុវត្តបច្ចេកទេសមួយនេះគឺស្ថិតនៅលើឈីនិងឈាមដើម្បីវិសាជាតិពុលនៅក្នុងរាងកាយនៅពេលដែលធម្មពលឈីនិងឈាមរបស់ឯងរឹងមាំគ្រប់គ្រាន់ឯងនឹងអាចឡើងទៅកម្រិតបន្ទាប់បានហើយដល់ពេលនោះឯងនឹងទទួលបានរាងកាយប្រែទៅដ៏អស្ចារ្យដ៏ល្អឥតខ្ចោះមួយចិត្តជាមិនខានដល់បែបនេះយន់ឈីគេក៏ចង់សាកល្បងតែសម័យក្រោយយើងក៏ស្ដាប់បានឃើញធម្មពលបានផ្ទុះឡើងអមទៅដោយរូបពលឹងដំរីជាមួយនឹងធម្មពលមួយនេះគ្នារបស់វៃឈូក៏បានឃើញគេក៏បានបញ្ជាកូនចៅឲ្យចូលទៅមិនត្រឹមតែគ្នារបស់វៃឈូទេសូម្បីតែពពួកបិសាចក៏បានឃើញដូចគ្នាបើតាមទិសដៅនេះគឺស្ថិតនៅប្រាសាទបាក់បែកដែលនៅលើកំពូលភ្នំមួយនោះដែលនៅក្បែរនោះវិញយើងក៏បានឃើញនៅអតិថិបិសាចម្នាក់ដែលគេគឺជាអតិថិបិសាភ្នំថ្មហងស៊ីមពីងបិសាចម្នាក់នោះក៏បានរាយការណ៍ប្រាប់ទៅកាន់លោកម្ចាស់របស់គេបើតាមអ្វីដែលគេបានឮនោះស៊ូយើងបានរត់គេចអំពីអតិថិភ្នំហងនិងបានលាក់ខ្លួនយ៉ាងអាត់កំបាំងខ្ញុំគិតថាប្រកាសជាគាត់ជាមិនខានបិសាម្នាក់ទៀតក៏ទទួលបានដំណឹងដែរថាពួកមន្ត្រីក៏នៅក្បែរនេះដែរពួកគេប្រហែលជាកំពុងស្វែងរកស៊ូយើងចេះមិនខានពីអ្នកនេះញ៉ៃខ្លាំងពេកនោះកញ្ញាកជ្រងក៏បានបញ្ចេញនូវធម្មពលបន្តិចនាងក៏បានអបអរទៅកាន់លោកម្ចាស់របស់នាងមុនទៅហើយថាគាត់ប្រកាសជាអាចចាប់ខ្លួនស៊ូយើងបានជាមិនខានដល់បែបនេះក៏ឲ្យកូនចៅចេញដំណើរបើចាប់គេបាននោះគាត់នឹងទទួលបានគុណសម្បត្តិជាមិនខានកម្មការនេះទៅពេលនេះវិញយន់ឈីក៏កំពុងតែសប្បាយចិត្តព្រោះទៅពេលនេះអាចឈានទៅដល់ទម្រង់ទី5នៃបច្ចេកទេសកំដាប់ដៃដំរីបាត់ទៅហើយព្រោះក៏បានសាកល្បងដោយយកកន្ទុយលើកដុំថ្មដ៏ធំមួយមកគេក៏បាននិយាយអស់រយៈពេលរាប់រយឆ្នាំមកនេះ3ចំនួននៃគ្រួសាររបស់គេគ្មាននរណាម្នាក់អាចឈានទៅដល់ទម្រង់ទី4នោះទេហើយខ្ញុំមិនរំពឹងទុនឡើយក្រោមការណែនាំរបស់ឯងខ្ញុំអាចឈានទៅដល់ទម្រង់ទី5ក្នុងរយៈពេលដ៏ខ្លីបែបនេះហើយមើលទៅការវឹកហាត់គឺងាយស្រួលនិងសាមញ្ញខ្លាំងណាស់ស៊ូយើងបន្លត់នៅភ្លើងរួចក៏បានអបអរសាទរទៅកាន់គេតែក៏បានប្រាប់ជាមួយនឹងការរីកចម្រើនរបស់ឯងពេលនេះប្រកាសជាបង្កនឹងការទាក់ទាញទៅកាន់មនុស្សទាំងអស់នោះហើយពេលនេះពួកយើងត្រូវតែចាស់ចេញមុនពេលពួកគេមកដល់យន់ឈីក៏បានយល់ស្របពួកយើងមិនគួរនៅទីនេះទៀតទេតែនៅยังមិនទាន់ចប់ផងគាត់ស្រាប់តែមាននៅការរំជួយយន់ឈីក៏លោតែម្ដងអាមិនបានមកដល់លឿនម្លេះដល់ឡៃស៊ូយើងនេះវិញក៏បានផ្លាស់ទីឡើងទៅលើដើមឈើដ៏ធំមួយនេះពិនិត្យមើលក៏បានឃើញនៅធម្មពលអ្វីយ៉ាងយន់ឈីក៏ស្គាល់ហើយនេះគឺជាទន្លេខ្មោចស៊ូយើងក៏ងើយឆ្ងល់នៅទីក្រុងលីងនេះមិនអាចមានទន្លេខ្មោចបានទៅយន់ឈីក៏បានប្រមាណតថានេះគឺជាទន្លេនៃអាណាចក្រខ្មោចនៅពេលដែលពលិខ្មោចជាច្រើនបានចូលមកក្នុងពិភពរមែងស្លាប់នោះជីវិតនៅក្នុងពិភពរមែងស្លាប់នៅចាប់ផ្ដើមរងទុក្ខជាមិនខានគណៈពេលនឹងដែរយើងក៏បានឃើញនៅសត្វជាច្រើនក៏ព្យាយាមរត់គេចពីពលិខ្មោចដ៏ច្រើនទាំងអស់នេះរីឯស៊ូយើងនេះវិញក៏នៅតែបន្តមើលទៅកាន់ទន្លេខ្មោចទាំងអស់នេះដោយមិនព្រឹកផ្នែកតតសោះសេរឿងក៏បានប្រាប់តើតជាមួយនឹងទន្លេខ្មោចមួយនេះវាកើតចេញពីធម្មពលយិនរួមផ្សំជាមួយនឹងទន្លេផលកម្មបញ្ចូលគ្នាជាមួយនឹងហេតុនិងផលបំបែកព្រំដែនរវាងពិភពមនុស្សនិងឋានរូបពលិជាច្រើនក៏បានឆ្លងកាត់ស្ពានចូលទៅដល់វត្តដាក់នៃការចាប់បដិសន្ធិឡើងវិញហើយនៅពេលដែលពលិខ្មោចជាមួយនឹងទន្លេឋានរូបបានឆ្លងចូលទៅក្នុងពិភពមនុស្សនោះនឹងរងនឹងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងចាំមកដល់ចំណុចនេះស្ទើររឿងក៏បានមកដល់ទីបញ្ចប់បើគ្នាយើងចង់តាមដាននៅស្ទើររឿងបន្តនោះក៏អាចទៅតាមដានជាមួយនឹង channel ខ្ញុំមួយទៀតចាំមកពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like subscribe ម្នាក់មួយផងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ